ខ្ញុំស្រឡាញ់អ្នកណាស់កូនប្រសាស្រីម្ដាយក្មេកខ្ញុំស្រឡាញ់អ្នកណាស់កូនប្រសាស្រីខ្ញុំមិនខ្វល់ពីស្នេហាទេខ្ញុំអាចនឹងបាត់បង់កូនប្រុសរបស់ខ្ញុំតើអ្នកជាឪពុកពិតរបស់គាត់មែនទេខ្ញុំបានរកមើលអ្វីគ្រប់យ៉ាងដែលខ្ញុំមិនគួរមានបញ្ញាញាណនិងស៊ុនយីក៏បានជួយខ្ញុំសម្រាប់ថេសេងឡៅខ្ញុំក៏បានបើកវាដែរមានអ្វីនៅទីនោះទេអ្នកមិនបានមើលទៅរឹងមាំគ្រប់គ្រាន់ទេឡើយកាយព្រះផ្កាយនៅទីនេះយើងបានស្គាល់គ្នាច្បាស់ណាស់ហើយយើងអាចឈប់សម្ដែងបានទេកូនប្រុសរបស់អ្នករកមិនឃើញអស់រយៈពេលជាង10ថ្ងៃមកហើយក៏មិនបានដាក់ចិត្តដាក់កាយលើវាដែរអ្នកមិនព្យាយាមទេឈរនៅទីនោះអ្នកស្រីរបស់ខ្ញុំអ្នកនៅតែចាត់ទុកខ្ញុំដូចជាមនុស្សក្រៅផ្ទះអ្នកគ្រាន់តែមិនយកចិត្តទុកដាក់ទេពធីតានៃសំណាងមកអង្គុយផឹកស្រាអ្នកមានកម្មវិធីជាច្រើននៅទីនេះទេពធីតានៃសំណាងកូនប្រុសរបស់អ្នកត្រូវបានរកឃើញហើយគាត់ត្រូវបានគេរកឃើញហើយគាត់ជាតើគាត់មានស្នាមពីកំណើតទេស្នាមពីកំណើតដូចខ្ញុំបេះបិទតើអ្នកមានមួយទេជាមួយនឹងស្នាមពីកំណើតរបស់បងប្រុសខ្ញុំគាត់នឹងក្លាយជាអ្នកមានច្រើនណាស់នាពេលអនាគតយើងជាបងប្អូននឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំអ្នកទាំងពីរបានសម្រេចហើយយើងសប្បាយចិត្តវាគ្រាន់តែជាបញ្ហាលុយកាក់ប៉ុណ្ណោះខ្ញុំយល់ហើយអ្នកទើបតែឲ្យលុយ Thank you ចំនួន$200,000សម្រាប់ថ្លៃខ្ញុំមែនទេយកវាជារឿងផ្ទាល់ខ្លួនខ្ញុំនឹងរកវិធីដោះស្រាយដោយខ្លួនឯងចង់មានន័យយ៉ាងណាឡាននឹងផ្ទះមិនអីទេជន់តោះផឹកឡានអគ្គិសនីរបស់អ្នកណានៅខាងក្រៅវាកំពុងរារាំងផ្លូវខ្ញុំវាជារបស់ខ្ញុំផ្លាស់ទីវាឲ្យលឿនជីឆេងខ្ញុំនឹងនៅជាមួយអ្នកមិនចាំបាច់ទេខ្ញុំនឹងត្រឡប់មកវិញភ្លាមចាំខ្ញុំទៅយកលុយមនុស្សល្ងងនោះសិនខ្ញុំនឹងមកឲ្យបម្រើអ្នកខ្ញុំនឹងមកឲ្យមើលថែអ្នកនៅក្នុងកាត់អន្ទានខ្ញុំអាចខ្ចីកន្លះលានដុល្លារទៀតបានវាមិនងាយស្រួលទេសម្រាប់ Shane Meng ក្នុងការចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនរបស់គាត់ម្នាក់បើខ្ញុំមិនជួយគាត់ទេតើអ្នកណាទៀតដែលអាចជួយគាត់បានធានមីងខ្ញុំបានខ្ចីប្រាក់ទាំងអស់ដែលខ្ញុំអាចធ្វើបានវាត្រូវបានខ្ញុំអាចខ្ចីបានដល់អ្នកហើយខ្ញុំយល់ហើយជីឆេងអ្នកពិតជាល្អណាស់ធានមីងវាមិនងាយស្រួលទេសម្រាប់អ្នកក្នុងការធ្វើអ្វីដែលអ្នកធ្លាប់ធ្វើអ្នកមិនអត់ធ្មត់ទេខ្ញុំជឿលើអ្នកខ្ញុំសូមជូនពរឲ្យអ្នកទទួលបានជោគជ័យជីឆេងអ្នកគឺល្អបំផុតអ្នកពូកែជាងខ្ញុំតាំងពីអ្នកនៅក្មេងទេខ្ញុំមិនមានន័យបែបនោះទេអ្នកធ្វើដូចជាអ្នកកំពុងជួយខ្ញុំប៉ុន្តែតាមពិតអ្នកកំពុងរំលឹកខ្ញុំពីពាក្យនេះមួយខ្ញុំលីវធានមីងមិនពូកែដូចអ្នកទេជីចេងនោះច្រើនពេកហើយធានមីងមិនដូចពីមុនទេអ្នកត្រូវបង្រៀនគាត់នៅមេរៀនមួយទេមិនមែនជ្រៀលទេធានមីងខ្ញុំពិតជាមិនមានន័យដូចនោះទេកុំធ្វើជាមនុស្សល្ងងបែបនេះធានមីងឥឡូវនេះជាចៅហ្វាយហើយអ្នកវិញរថយន្តអគ្គិសនីដែលខូចអ្នកថែមទាំងត្រូវរំកិលរថយន្តអគ្គិសនីដែលខូចលោកវ៉ាងជេជិងអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកនេះកន្លះលានដុល្លារអ្នកមិនអាចយកមកវិញសូម្បីតែមួយសេនចាត់ទុកវាជាឆ្នាំទាំងអស់នេះអ្នកបានសង្កត់ខ្ញុំពីលើក្បាលរបស់ខ្ញុំសម្រាប់ឆ្នាំទាំងអស់ដែលអ្នកបានរុញច្រានខ្ញុំសូមឲ្យខ្ញុំប្រាប់អ្នកពីការពិតខ្ញុំនិងធានមីងបាននៅជាមួយគ្នាយូរមកហើយរាល់ពេលដែលខ្ញុំឃើញមើលទៅដូចជាលេខស្ពេរដល់កំសត់ម្នាក់ខ្ញុំឈឺពោះអ្នកទាំងអស់គ្នាកំពុងធ្វើការរួមគ្នាដើម្បីបោកប្រាស់អ្វីតាំងពីខ្ញុំនៅក្មេងអ្នកធ្លាប់មានរបស់ល្អទាំងអស់មើលអ្នកឥឡូវនេះហៅថាការសងសឹកវាមិនអាចទៅរួចទេឲ្យលុយខ្ញុំវិញមកតើខ្ញុំអាចប្រគល់លុយដែលមាននៅក្នុងហោប៉ៅរបស់ខ្ញុំទៅអ្នកវិញដោយរបៀបណាពងវែងទៅចាត់ទុកលុយរបស់អ្នកជាថ្លៃសិក្សារៀនពីរបៀបធ្វើជាមនុស្សល្អសម្រាមវ៉ាងជីឆេងអ្នកពិតជាមនុស្សចាញ់មែនហេតុអ្វីខ្ញុំត្រូវស្លាប់នៅចំពោះមុខគេហេតុអ្វីបានជាខ្ញុំស្លាប់នៅចំពោះមុខគូស្នេហ៍នោះខ្ញុំមិនចង់ទេ
ហេតុអ្វីបានជាខ្ញុំត្រូវស្លាប់នៅចំពោះមុខព្រះនាមព្រះហេតុអ្វីបានជាខ្ញុំស្លាប់នៅចំពោះមុខគូស្នេហ៍នោះចង់ទេកូនប្រុសអូនសម្លាញ់អូនសុខសប្បាយជីទេខ្ញុំមិនអាចទេកូនប្រុសស៊ូប៊ូតើអ្នកចាំខ្ញុំទេខ្ញុំធ្លាប់បំបើដោះកូនពេលអ្នកនៅតូចស៊ូប៊ូកូនប្រុសឲ្យមើលម៉ាក់កូនប្រុសជើងកូនប្រុសខ្ញុំត្រជាក់បូខ្ញុំពិតជារីករាយណាស់ដែលបានជួបអ្នកកូនេកាណាកូនប្រុសឲ្យអ្នកគួរឲ្យស្រឡាញ់ណាស់អ្នកកំពុងធ្វើឲ្យកូនប្រុសខ្ញុំល្ងងហើយអ្នកនៅតែមានយូអានបោខ្ញុំមិនអាចធ្វើបែបនេះបានទៀតទេយើងត្រូវត្រឡប់ទៅស្ថានសុខវិញស្ថានសុខអ្វីគាត់បានបញ្ចប់កិច្ចនៃរបស់គាត់តើអ្នកកំពុងទៅណាតើអ្នកកំពុងគិតអ្វីកូនប្រុសរបស់ព្រះនៃទ្រព្យសម្បត្តិគឺមកពីទីនេះគាត់កំពុងផ្លាស់ទីកន្លែងរបស់គាត់ទិញផ្ទះនៅស្ថានសុខតើគាត់ត្រូវទិញវាដោយខ្លួនឯងទេទិញវាឲ្យអ្នកដទៃគាត់បានទេជាការពិតណាស់មិនមែនទេគាត់គ្រាន់តែជាមនុស្សស្លាប់ម្នាក់ប៉ុណ្ណោះតើគាត់អាចទិញផ្ទះនៅស្ថានសុខដោយរូបិយបានស្ថានសុខទេខ្ញុំមិនដឹងទេប្រញាប់ឡើងខ្ញុំចេញក្នុងរយៈពេល2ម៉ោងទៀតហើយខ្ញុំចាប់ផ្ដើមវិស្មការប្រចាំឆ្នាំរបស់ខ្ញុំនៅថ្ងៃស្អែកអាចត្រឡប់មកវិញក្នុងរយៈពេល15ថ្ងៃគួរឲ្យស្អប់ខ្ពើមណាស់អ្នកនេះតើអ្នកនឹងធ្វើវាអត់15ថ្ងៃនោះជា15ឆ្នាំនៅលើផែនដីកូនប្រុសមានរឿងអ្វីជាមួយកូនប្រុសខ្ញុំប្រសិនបើអមតៈនៅលើផែនដីលើសពី1ខែនោះជា30ឆ្នាំនៅលើផែនដីបន្ទាប់មកពួកគេនឹងបាត់ខ្លួននៅក្នុងផ្សែងមួយបន្ទាប់មកលោកអ្នកនឹងត្រូវវិនាសនៅខែក្រោយកូនប្រុសខ្ញុំឈៀវបែលបិទមាត់ទៅកូនប្រុសម្នាក់នឹងស្លាប់មកមើលរឿងនេះរូបិយបានស្មើនឹងអំណាចបំណងប្រាថ្នាមួយស្មើនឹងការគោរពបូជារបស់មនុស្សលោកវាស្មើនឹងបន្ទប់តែមួយនៅខាងក្រៅផ្លូវក្រវ៉ាត់ក្រុងទី6នៅស្ថានសុខតែកូនឲ្យទិញឥឡូវនេះវាមានរយៈពេលត្រឹមតែ30ឆ្នាំប៉ុណ្ណោះអ្នកមិនខ្វល់ពីសិទ្ធិកម្មសិទ្ធិនៅពេលនេះទេតើវាសំខាន់ទេតើវាសំខាន់ទេតែយល់តុលាការស៊ូកនៅតែ2ម៉ោងមុនពេលចប់ថ្ងៃបកប្រែទៅជាពេលវេលារបស់មនុស្សនៅសល់1ខែទៀតអ្នកត្រូវតែសន្សំបំណងប្រាថ្នាចំនួន100លានសម្រាប់គាត់ឃើញពីរបៀបដែលគាត់មានវាឥឡូវនេះទេតើតម្លៃនៃបំណងប្រាថ្នានេះជារបស់អ្នកណាសូមអបអរសាទរសូមអបអរសាទរ Fat Choi មានអ្វីកើតឡើងតើខ្ញុំទើបតែយល់ច្រឡំមែនទេបងកាស៊ីងភ្ញាក់ឡើងវាគ្រាន់តែជាសុបិនមួយប៉ុណ្ណោះជីឆេងមកជាមួយខ្ញុំនិយាយជាមួយជីដាបានបញ្ចាំផ្ទះរបស់គាត់នឹងវិនិយោគលើកម្មវិធីក្លែងបន្លំរបស់ Tension អ្វីជីតាគ្រាន់តែសងលុយវិញខ្ញុំពិតជាមិនត្រូវការវាទេស៊ីងតើត្រូវវិនិយោគប៉ុន្មានប្រាក់ត្រឡប់3ដងខ្ញុំបានយកប្រាក់កម្ចីទិញផ្ទះដើម្បីវិនិយោគលើអចលនទ្រព្យដើម្បីរកលុយបានច្រើនសម្រាប់បងប្អូនជីតាថាតេងជុនជាអ្នកកុហកគាត់នឹងលីវធានមានជាមួយគ្នាខ្ញុំយកលុយទាំងអស់របស់ខ្ញុំបានជីឆេងឯងកូនល្ងងម្សិលមិញខ្ញុំបានឲ្យលុយ$3,000ទៅវិញ$9,000លោកវ៉ងដេខ្វាន់ចៅប្រុសដែលអ្នកបានរើសគាត់ជាចោភ្នែកពណ៌មិនសមហេតុសមផលទេគាត់ជាចៅប្រុសរបស់ខ្ញុំលោកវ៉ងជេឆេងគាត់បានបាត់លុយហើយប្រពន្ធរបស់គាត់បានរត់គេចខ្លួនអ្នកហ៊ានរស់នៅយ៉ាងដូចម្ដេចវាមិនគ្រប់គ្រាន់ទេក្នុងការបោកប្រាស់ខ្ញុំទាំងបោកប្រាស់អ្នកចិត្តខាងទៀតផងតើអ្នកជាមនុស្សមែនទេតើកំហឹងរបស់យេឆេងណេណាកុំខឹងខ្លាំងពេកខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកអំពីឱកាសដ៏រីករាយមួយអំណោយដល់ខ្ញុំរាប់រយរាប់ពាន់ដុល្លារពេលខ្ញុំនឹងថេងខូរៀបការអ្នកត្រូវតែផឹកស្រាអាពាហ៍ពិពាហ៍នេះពេលខ្ញុំនឹងថេងខូរៀបការអ្នកត្រូវតែផឹកស្រាអាពាហ៍ពិពាហ៍នេះជន់ពីលចេញពីផ្លូវរបស់យើងទៅមើលអ្នកខ្ញុំបានមកដោយស្មោះត្រង់ទាំងស្រុងខ្ញុំបានមកដើម្បីតបស្នងដល់អ្នកអ្វីដែលអ្នកដទៃចង់បានខ្ញុំនឹងមិនផ្ដល់ឲ្យពួកគេទេទោះបីជាអ្នកស្អប់ខ្ញុំក៏ដោយអ្នកមិនអាចកាត់អ្នកមិនអាចកាត់លុយអ្នកចិត្តត្រូវហើយទេចាប់តាំងពីគាត់មិនឲ្យតម្លៃវាចូលយើងកុំមានចិត្តត្រជាក់តោះទៅលោកលីវកុំចូលរួមជាមួយសម្រាមប្រភេទនេះត្រឹមត្រូវហើយខ្ញុំគិតថាអ្នកចង់ចេញពីផ្លូវរបស់យើងចននិងលឺឈៀមិញឥឡូវនេះពួកគេទាំងពីរគឺជាថៅកែធំចេញទៅចូលយើងពិភាក្សារឿងនេះមានរឿងអ្វីចង់និយាយទេលោកចាស់ហេតុអ្វីបានជាអ្នករុញជីដារបស់ខ្ញុំហេតុអ្វីបានជាអ្នករុញជីដារបស់ខ្ញុំគ្រួសារក្រីក្រមួយ
ហ៊ានហៅកូនប្រុសខ្ញុំថាក្រីក្រយ៉ាងម៉េចកុំបារម្ភអីខ្ញុំនឹងផ្ដល់ឲ្យអ្នកទ្រព្យសម្បត្តិរាប់មិនអស់លីវធានមីងជាមនុស្សអាក្រក់ម្នាក់នេះបោកប្រាស់លុយគេច្រើនណាស់ពួកគេនៅតែជឿគាត់តើអាចមានលុយបានទេពិតជាអាចធ្វើអ្វីដែលពួកគេចង់បានវាសនារបស់ព្រះវាសនាអ្នកបោកប្រាស់ម្នាក់ទៀតខ្ញុំមិនមែនជាអ្នកកុហកទេខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅកំណប់ទ្រព្យមួយអាវុធវេទមន្តធម្មជាតិវាឥតគិតថ្លៃខ្ញុំថែមទាំងនឹងផ្ដល់ឲ្យអ្នកនៅ$500ទៀតផងអ្នកពិតជាសំណាងណាស់$600ដោយឥតប្រយោជន៍មានរឿងអ្វីកើតឡើងនៅទីនេះយើងជាអ្នកមានខ្ញុំជាអ្នកមានខ្ញុំមិនដែលហ៊ានដើរចូលទេហាង4ស្លុំដាប់ខ្ពស់បែបនេះអ្នកស្លៀកពាក់ញ៉ៃញ៉ៃណាស់អ្នកមើលទៅដូចជាបុរសក្រីក្រម្នាក់តើអ្នកបានដឹងជាមុនទេម៉ូដែលរបស់យើងឬខ្ញុំអាចណែនាំអ្នកឲ្យស្គាល់ពួកគេបុរសក្រីក្រដូចគាត់គ្រាន់តែមកទីនេះដើម្បីថតរូបហើយធ្វើពុតជាស្រីពេញសាកល្បងបើកបររថយន្តទាំងអស់គាត់មិនព្រមទិញមួយផងត្រូវហើយខ្ញុំមិនទាន់បានសាកល្បងបើកបរមួយនៅឡើយទេតោះទៅបើគ្មានលុយទេកុំមកធ្វើពុតជាចោរប្លន់អីសូមអភ័យទោសចៅហ្វាយកុំស្ដាប់នាងហេតុអ្វីខ្ញុំមិននាំអ្នកទៅសាកល្បងបើកបរនោះមិនចាំបាច់ទេតើឡានថ្លៃបំផុតនៅទីនេះជាអ្វីជាមួយណាខ្ញុំនឹងទិញវាកម្ពុជានៃបន្ទាត់នោះជាអ្វីមិនអីទេចៅហ្វាយខ្ញុំនឹងនៅទីនោះខ្ញុំនឹងយកឧបករណ៍អានកាត់មកឲ្យអ្នកមិនចាំបាច់ទេខ្ញុំនឹងបង់ជាសាច់ប្រាក់ខ្ញុំខុសហើយវាជាគាត់មិនមែនជាអ្នកក្រីក្រទេគាត់ជាមនុស្សវិកលចរិតរថយន្តលំដាប់ខ្ពស់មួយគ្រឿងមានតម្លៃ$3លានអ្នកចង់មានន័យយ៉ាងណាអ្នកកំពុងកាន់លុយសុទ្ធ$3លានខ្ញុំមានលុយសុទ្ធ$3លានប៉ុន្តែអ្នកត្រូវរាប់វាដោយខ្លួនឯងប្រសិនបើអ្នកអាចរកប្រាក់បាន$3លានខ្ញុំនឹងលុបជង្គង់នៅទីនេះថ្ងៃនេះខ្ញុំនឹងរាប់វាដោយដៃម្ដងមួយមិនអីទេនោះជាអ្វីដែលអ្នកបាននិយាយនេះជាលុយសុទ្ធ$3លានរបស់អ្នកខ្ញុំស្នើឲ្យអ្នកយក100នេះមុនគេទៅផ្នែកចិត្តសាស្ត្រហើយចុះឈ្មោះកុំរើអនុញ្ញាតឲ្យនាងធ្វើវាបើមិនទាន់បានកំងថ្ងៃនេះទេខ្ញុំនឹងឲ្យអ្នកគ្រប់គ្រងរបស់អ្នកមកផ្ទាល់ទេចៅហ្វាយខ្ញុំនឹងបញ្ជាទិញគ្រប់គ្រាន់ហើយចៅហ្វាយឲ្យ$3លានចៅហ្វាយមើលខ្ញុំបានបញ្ជាទិញយូរហើយមិនដឹងធ្វើម៉េចអាណិតខ្ញុំទេខ្ញុំនឹងយកកិច្ចសន្យាមកខ្ញុំនឹងចុះហត្ថលេខាលើវាសម្រាប់អ្នកខ្ញុំចង់បានអ្នកពងវែងទៅខ្ញុំចង់ឲ្យអ្នកចេញពីទីនេះទៅខ្ញុំនឹងចុះហត្ថលេខាជាមួយនាងតែប៉ុណ្ណោះមិនអីទេចៅហ្វាយខ្ញុំនឹងផ្ដល់ឲ្យអ្នកឥឡូវនេះយកកិច្ចសន្យាមកឲ្យខ្ញុំបងប្រុសហេតុអ្វីបានជាអ្នកសង្ហាម្លេះហេតុអ្វីបានជាអ្នកចិត្តល្អម្លេះខ្ញុំចូលចិត្តអ្នកខ្លាំងណាស់បងប្រុសឲ្យអ្នកពិតជាសង្ហាណាស់
មកចុះចូលចិត្តបំណែកមួយណាជ្រើសរើសតាមចិត្តអរគុណបងប្រុសអរគុណបងប្រុសពិតជាចិត្តល្អណាស់វាអស្ចារ្យណាស់ជំហានបន្ទាប់គឺទិញជីតានិងឈៀវផ្ទះប្រណីតមួយខ្ញុំបានឲ្យលុយអ្នកហើយដូច្នេះអ្នកអាចធ្វើអំពើល្អដើម្បីបង្កើនតម្លៃនៃបំណងប្រាថ្នារបស់អ្នកចំណាយវាអ្នកមិនទាន់បានបង្កើនតម្លៃបំណងប្រាថ្នារបស់អ្នកតតែសោះតើនេះមិនមែនជាអ្នកក្រមបង្គាប់របស់ខ្ញុំឈ្មោះយៀនប៉ាវទេតើនាងកំពុងធ្វើអ្វីនៅទីនេះកាបូបលុយនេះស្អាតណាស់ប៉ុន្តែវាពិបាកប្រើបន្តិចតើអ្នកមិនអាចគិតពីវិធីលឿនជាងមុនដើម្បីរកលុយបានទេវិធីលឿនជាងនេះដើម្បីរកលុយទេបាទចាស់សើមានខ្ញុំជាព្រះនៃប្រាក់ដុល្លារអ្នកអាចហៅខ្ញុំថាទារកមិនអីទេតើអ្នកមិនបាននិយាយទេចង់សម្រេចបំណងប្រាថ្នាដើម្បីរកលុយបានលឿនជាងមុនខ្ញុំនៅទីនេះដើម្បីជួយអ្នកម្នាក់នោះហេអូនសម្លាញ់អ្នកចូលមកក្នុងផ្ទះខ្ញុំដោយរបៀបណាខ្ញុំជាមនុស្សហមតៈជាការពិតណាស់អ្នកអាចចូលមកបានខ្ញុំជាទេពអប្សរជាការពិតណាស់អ្នកអាចចូលមកបានហើយអ្នកបានធ្វើចលនាលើកូនប្រុសរបស់ខ្ញុំបន្ទាប់មកហេតុអ្វីបានជាអ្នកជួយខ្ញុំជាការពិតណាស់ដោយសារតែឪពុករបស់អ្នកពេលណាដល់ពេលអ្នកត្រូវនិយាយពាក្យពីរបីម៉ាត់សម្រាប់ខ្ញុំនៅចំពោះមុខឪពុករបស់អ្នកនៅចុងឆ្នាំខ្ញុំនឹងត្រូវបានដំឡើងឋានៈជាអ្នកត្រួតពិនិត្យឬអ្វីមួយអ្នកយកខុសទាំងអស់ហើយស្រីស្អាតខ្ញុំជាក្មេងកំព្រាអូយៀនប៉ាវនេះនឹងបង្ហាញអត្តសញ្ញាណរបស់ខ្ញុំហេតុអ្វីបានជាអ្នកនៅតែធ្វើពុតឪពុករបស់អ្នកគឺឪពុករបស់អ្នកគឺឪពុករបស់អ្នកគឺតើវាជាអ្នកណាហេតុអ្វីបានជាអ្នកគោះទ្វារនៅម៉ោងនេះតើអ្នកគ្មានអារម្មណ៍នៃសីលធម៌ទេអូនសម្លាញ់អូនសម្លាញ់ចង់បង្រៀនខ្ញុំពីរបៀបរកលុយទេមានកាតមួយនៅលើតុអ្នកអាចទៅធនាគារដោយផ្ទាល់ដកមាស1តោនចំណាយវាតាមដែលអ្នកចង់បានមាស1តោននោះជា$9,000 លានជាសាច់ប្រាក់ខ្ញុំជាអ្នកមានវ៉ាងកាស៊ីងអ្នកនឹងក្លាយជាមហាសេដ្ឋីចាប់ពីពេលនេះទៅThank you លោកលឺឈៀមីងដេងចាន់ហើយអ្នកដែលក្លាយជាអ្នកមានពេញមួយយប់ក្រុមហ៊ុនបោកប្រាស់ខ្ញុំនឹងធ្វើឲ្យអ្នកបង់ថ្លៃមិត្តភ័ក្តិនឹងក្រុមគ្រួសារនេះចំណេញ3ដងវិនិយោគ10,000ហើយទទួលបាន30គ្រួសារនានាផ្សេងខ្លួនហើយឬនៅមកចុះគ្រួសារខ្ញុំបានដាក់បញ្ចាំផ្ទះរបស់ខ្ញុំអនុញ្ញាតឲ្យខ្ញុំចុះឈ្មោះជាមុនសិនអ្វីខ្ញុំគួរអនុញ្ញាតឲ្យខ្ញុំបាននាំកូនប្រុសរបស់ខ្ញុំបណ្ណាការរបស់កូនប្រុសខ្ញុំកុំប្រញាប់ប្រញាល់ពេកអ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនបានល្អលោកវ៉ងដេខ្វាន់ហេតុអ្វីអ្នកមិនស្ដាប់ចៃប្រុសល្អរបស់អ្នកទេហេតុអ្វីបានជាអ្នកមកទីនេះដើម្បីត្រូវគេបោកប្រាស់ជូនគុំមានចិត្តអាក្រក់ចំពោះយាជិងខ្លាំងពេកខ្ញុំនៅទីនេះដើម្បីគាំទ្រអ្នកវ៉ាងជីឆេងបានមកញ៉ៃជាមួយខ្ញុំគាត់ព្យាយាមរំខានការងាររបស់ខ្ញុំហើយខ្ញុំនឹងបេះដូងរបស់លោកលាវបើអ្នកឲ្យលុយខ្ញុំតើអ្នកដតីនឹងគិតយ៉ាងណាវ៉ាងកាស៊ីងខ្លួនឯងក៏ជាអ្នកចាញ់ដែរហើយគាត់មិនអាចមើលឃើញអ្នកដតីធ្វើបានល្អទេកុំប៉ះពាល់ដល់យើងពងវែងទៅសូមអភ័យទោសខ្ញុំអន់ក្បាលចំពោះលោកកាស៊ីងអន
អនធ្នូនោះស្រាលពេកហើយមែនទេវានៅទីនោះប្រាមាត់របស់អ្នកយកដបនោះមកខ្ញុំវិញខ្ញុំនឹងអត់ទោសឲ្យអ្នកវានៅទីនោះប្រាមាត់របស់អ្នកយកដបនោះមកខ្ញុំវិញខ្ញុំនឹងអត់ទោសឲ្យអ្នកលោកតេងតាខ្វាន់គឺជាជនពិការកុំខ្លាំងពេកលើគាត់មីងលីខ្ញុំគិតថាអ្នកលែងចង់វិនិយោគទៀតហើយអ្នកលែងចង់វិនិយោគទៀតហើយមែនទេនោះល្អហើយបន្ទាប់មកយកវាលុយសម្រាប់មជ្ឈរបស់អ្នកចេញពីទីនេះទៅទុកឲ្យយើងនៅម្នាក់ឯងខ្ញុំនឹងទៅយកវាប្រញាប់ឡើងតើអ្នកកំពុងរងចាំអ្វីទៀតប្រញាប់ឡើងហើយវាទៅទីនោះតើអ្នកកំពុងរងចាំអ្វីវាដោយសារតែខ្ញុំមិនល្អគ្រប់គ្រាន់ខ្ញុំប្រកាសថាខ្ញុំនឹងទទួលបានជោគជ័យចាប់វាជីឆេងសៀវអ្នកនឹងមិនចាំបាច់រងទុក្ខទៀតទេឆ្កែល្អមែនចៅមិនធ្វើការទេជីតាត្រូវតែជីចៅប្រុសដបនេះខ្វក់ណាស់យកលុយទៅជាមួយអ្នកទៅហាងងាយស្រួលហើយទិញដបថ្មីឲ្យខ្ញុំឈប់ទៅឈប់ទៅតេងជន់ឯងជាមនុស្សល្ងងខ្ញុំនឹងសម្លាប់អ្នកជីឆេងឈប់និយាយនេះទៀតជីតាបានធ្វើវាដោយឆន្ទៈអ្នកនឹងជីតារបស់អ្នកចេញពីទីនេះទៅកុំចូលរួមក្នុងការវិនិយោគរបស់ខ្ញុំខ្ញុំនៅទីនេះថ្ងៃនេះដើម្បីប្រាប់អ្នកខ្ញុំក៏អាចទទួលយកការវិនិយោគរបស់អ្នកបានដែរនិងការបញ្ចុះតម្លៃរបស់ខ្ញុំខ្ពស់ជាងគាត់លោកវ៉ាងជេឆឹងអ្នកនឹងក្លាយជាអ្នកចាញ់ពេញមួយជីវិតរបស់អ្នកខ្ញុំមិនចាំបាច់ចុះឈ្មោះទេខ្ញុំនឹងផ្ដល់ជូនអ្នកនៅការបញ្ចុះតម្លៃភ្លាមតើអ្នកបានលុយច្រើនម្លេះមកពីណាតើគាត់មិនបានបង្កើនការបញ្ចុះតម្លៃខ្ញុំក៏នឹងបង្កើនវា3ដងដែរបូករួមទាំងប្រាក់សុទ្ធចំនួន50,000 រៀល50,000 ដុល្លារជាសាច់ប្រាក់តើអ្នកជឿលើអ្នកចាញ់នេះទេឬអ្នកជឿខ្ញុំបើអ្នកជឿខ្ញុំមករកខ្ញុំដើម្បីបង់ប្រាក់និងចុះឈ្មោះលោកតេងប្រាក់ត្រូវបានផ្ទេរទៅកណីរបស់អ្នកហើយខ្ញុំដែរមានលុយច្រើនជាងនៅខាងខាសេងចូលយើងវិនិយោគលើគាត់តើមានបញ្ហាអ្វីជាមួយលុយទេការលោកកាស៊ីងនៅក្មេងយើងបានឃើញគាត់ធំឡើងខ្ញុំទុកចិត្តលើចរិតរបស់គាត់ជីឆេងខ្ញុំនឹងបោះឆ្នោតឲ្យអ្នកខ្ញុំនឹងបោះឆ្នោតឲ្យអ្នកមានភ្នែកល្អហើយបើអ្នកវិនិយោគជាមួយខ្ញុំការបញ្ចុះតម្លៃ4ដងអ្នកបានរកប្រាក់ចំណេញច្រើនខ្ញុំមិនគ្រាន់តែបង្កើនវា4ដងទេប៉ុន្តែមនុស្សម្នាក់មានចំណែកមួយកំណប់ទ្រព្យមាសពុកនឹងឡានមួយគ្រឿងសម្រាប់អ្នកម្នាក់កុំបារម្ភអីខ្ញុំមានឈុតមួយសម្រាប់អ្នកម្នាក់5សម្រាប់ខ្ញុំនឹងផ្ដល់ឲ្យអ្នក5ឈុត5ឈុតទាំង5នេះខ្ញុំពិតជាមិនអាចមានលទ្ធភាពទិញវាបានទេខ្ញុំទទួលស្គាល់មនុស្សគ្រប់គ្នាចុះឈ្មោះនិងបង់ប្រាក់ក្នុងពេលតែមួយរងចាំបន្តិចតើអ្នកពិតជាមានលុយច្រើននេះមែនទេវាមិនមែនជារឿងរបស់អ្នកទេអ្នកអាចមានលុយច្រើនបែបនេះលោកលីវនិងលោកតេងពួកគេគ្រាន់តែមានទ្រព្យសម្បត្តិច្រើនជ្រៅហើយលុយរបស់ខ្ញុំជាលុយពិតនៅចំពោះមុខអ្នកចំពោះលោកតេងហេតុអ្វីបានជាអ្នកមិនធ្វើលុយពីអ្នកដទៃមុនគេបើអាចរកលុយបានខ្ញុំនឹងលុតចុះខ្ញុំសូមក្រាបថ្វាយបង្គំអ្នក3ដងវិញលោកតេងលុះយករបស់ខ្ញុំមុនសិនបាត់ចាសមិនល្អទេចោរម្នាក់នេះហៀបនឹងរត់គេចខ្លួនហើយខ្ញុំនឹងទៅមុន
លោកតេងតើអ្នកកំពុងទៅណាប្រាក់ដែលអ្នកបានផ្ទេរទៅលោកតេងត្រូវបានផ្ទេរដោយគាត់បានផ្ទេរវាទៅកនីនៅបរទេសប្រាក់ដែលអ្នកបានផ្ទេរទៅលោកតេងត្រូវបានផ្ទេរដោយគាត់ទៅកនីនៅបរទេសកនីនេះទេលុយយើងនៅណាលុយយើងនៅណាលុយរបស់អ្នកជាធម្មតាលោកតេងបានផ្ទេរវាតើអ្នកកំពុងរងចាំអ្វីប្រញាប់ទៅចាប់ខ្លួនគាត់នៅការិយាល័យសន្តិសុខសាធារណៈលុយរបស់អ្នកវាបាត់អស់ហើយជាជាងជួយខ្ញុំផងដើម្បីមិត្តភាពរបស់យើងសូមអភ័យទោសឲ្យខ្ញុំឆេងធានមីងឆ្កែរបស់អ្នកឈ្មោះតេងជុនមានបញ្ហាមួយតើអ្នកចង់មកជួយគាត់ទេតេងឈុនខ្ញុំមិនស្គាល់គាត់ច្បាស់ទេហេតុអ្វីខ្ញុំគួរជួយគាត់ធានមីងអ្នកបាននិយាយថាអ្នកនឹងការពារខ្ញុំក្នុងករណីមានគ្រោះថ្នាក់លោកលីវឈៀមអ្នកកំពុងប្រើខ្ញុំជាកាំភ្លើងធានមីងបានសុំឲ្យខ្ញុំធ្វើរឿងទាំងមូលត្រូវបានរៀបចំដោយឆេងប្រសិនបើគាត់បដិសេធវាខ្ញុំនឹងធ្លាក់ខ្លួនជាធ្ងន់ណាស់ជីឆេងពូដាខ្វាន់លោកតេខ្វាន់ខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើពីមុនខ្ញុំសុំទោសខ្ញុំនឹងបំភ្លឺស្បែកជើងរបស់អ្នកអូខ្ញុំនឹងលិតវាឲ្យស្អាតសម្រាប់អ្នកបានធ្វើរឿងនេះចំពោះខ្លួនឯងយកគាត់ទៅឆ្ងាយតោះទៅជីឆេងកំពុងអង្វរអ្នកបើអ្នកមិនជួយខ្ញុំទេខ្ញុំនឹងជាប់នៅក្នុងជីវិតបន្ទាប់របស់ខ្ញុំជីជេងល្អក្មេងម្នាក់នេះយល់ច្បាស់ហើយតម្លៃពិតនៃប្រាក់សេចក្តីសប្បុរសនិងយុត្តិធម៌តែទ្រព្យសម្បត្តិពិតរបស់គាត់មីងនិងពូខ្ញុំទទួលបានពរជ័យដោយសារសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់អ្នករបស់ខ្ញុំកំពុងតបស្នងសងគុណវិញមីងលីអ្នកបានថែរក្សាខ្ញុំនិងជាវជាវបានល្អបំផុតហើយអរគុណតាខ្វានជីឆេងពិតជាបានធំឡើងមែនចៅប្រុសល្អរបស់ខ្ញុំជីតាអ្នកទាំងអស់គ្នានេះគ្រាន់តែជាសញ្ញានៃការដឹងគុណរបស់ខ្ញុំមិនមែនជាការវិនិយោគទេអ្នកត្រូវតែបើកភ្នែកឲ្យទូលាយប្រភេទនេះជាការបោកប្រាស់ក្រោមផ្ដានៃការវិនិយោគកុំចាញ់បោកវាទៀតវាមិនអីទេអ្វីវាត្រូវការការខិតខំប្រឹងប្រែងច្រើនណាស់ខ្ញុំទើបតែមានអាយុ26ឆ្នាំប៉ុណ្ណោះតើពេលណាទើបវាឈានដល់100លាននៅអង្គុយនៅទីនេះទៀតឬនៅញ៉ាំទៀតឬកុំរញ៉េញ៉ៃជាមួយខ្ញុំតើនេះល្អទេតើវាល្អទេស្វាមីសៀវសៀវទៅណាបងប្រុសតោះរត់ដើម្បីអ្វីតើអ្នកបានលុយច្រើនម្លេះមកពីណាហើយអ្វីបានជាអ្នកមានលុយច្រើនមិនរត់ទេតើអ្នកកំពុងរងចាំឲ្យគេចាប់ព្រះទេវាមកពីព្រះមើលការបូបលុយនេះតើអ្នកគិតថាខ្ញុំនឹងជឿវាទេចូលយើងនាំលោកដារ៉ុតចេញទៅជាមួយគ្នាទីកន្លែងដែលអ្នកទៅយើងនឹងតាមអ្នកគ្រប់ទីកន្លែងដែលអ្នកទៅអ្នកមិនជឿខ្ញុំទេពេលខ្ញុំប្រាប់ការពិតនេះជាលុយនេះវាជារបស់ខ្ញុំរកបានវានៅលើដីពិតមែនឬខ្ញុំជឿវាបងប្រុសខ្ញុំបានដឹងវាអ្នកតែងតែល្អបំផុតខ្ញុំបានដឹងវាតាំងពីខ្ញុំនៅក្មេងកុំបារម្ភអីចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយជាអ្នកគាំទ្ររបស់អ្នកនិងលោកតាជីឆេងទីបំផុតខ្ញុំបានរត់គេចខ្លួនហើយតើអ្នកកំពុងធ្វើអ្វីនៅទីនេះម្ដេចក៏ហ៊ានរុញខ្ញុំចេញយ៉ាងនេះប្រសិនបើមិនមែនដោយសារទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់គាត់ទេវាងជីឆេងជន់ផាំងនោះតើគាត់បានលុយច្រើនយ៉ាងនេះមកពីណាអ្នកណាខ្វល់ថាគាត់ទទួលបានវាដោយរបៀបណាគាត់មានប៉ុន្មានទេយើងនឹងទទួលបានវាទាំងអស់នោះជាការពិតគាត់គ្រាន់តែជាឆ្កែរបស់អ្នកប៉ុណ្ណោះអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែចង់ដៃរបស់អ្នកហើយគាត់នឹងផ្លាស់ប្ដូរចិត្តគាត់នឹងឲ្យលុយអ្នកស៊ីងខ្ញុំដឹងថាអ្នកស្អប់ខ្ញុំប៉ុន្តែវាទាំងអស់គឺដោយសារតែលីសៀនមេងគាត់បង្ខំខ្ញុំបាននិយាយថាប្រសិនបើខ្ញុំមិនសហការជាមួយគាត់ទេបើខ្ញុំមិនសហការជាមួយគាត់ទេគាត់នឹងកំពុងលេងអ្វីនៅទីនេះជាតម្លៃកូនក្រមុំដែលអ្នកបានឲ្យខ្ញុំរក្សាវាទុក Queer វាជាកំហុសរបស់ខ្ញុំកុំបារម្ភអីនៅក្នុងជីវិតបន្ទាប់របស់ខ្ញុំនឹងល្អចំពោះអ្នកទ្វេដងល្ងងដូច្នេះខ្ញុំគិតថាវាជាការបញ្ចុះបញ្ចូលអ្នកនឹងងាយស្រួលទទួលបានខ្ញុំចង់ឃើញអ្នកត្រូវបានខ្ញុំបោកប្រាស់ម្ដងទៀតអ្នកកំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមជីឆេងខ្ញុំបានលើថា
ថ្មីនេះអ្នកស្រាប់តែខ្លាចជាអ្នកមានរឿងអ្វីកើតឡើងកន្ទុយកញ្ជ្រោងអ្នកបានបង្ហាញកន្ទុយរបស់អ្នកយ៉ាងលឿនអ្នកនៅតែដដែលដូចរាល់ដងអ្នកស្ងប់ស្ងាត់ណាស់អ្នកត្រូវតែរក្សាការសម្ងាត់របស់ខ្ញុំអ្នកមិនអាចប្រាប់អ្នកណាបានទេកុំបារម្ភអីខ្ញុំនឹងមិនប្រាប់អ្នកណាឡើយវាដោយសារតែកំណប់ទ្រព្យនេះកំណប់ទ្រព្យខ្ញុំដឹងទៅដូចជាឈួតប៉ុន្តែប្រសិនបើខ្ញុំមិនរកលុយបានទេដោយខ្ញុំនឹងត្រូវបណ្ដាសាមិនអីទេអ្នកមិនចាំបាច់និយាយអំពីវាទេខ្ញុំជឿអ្នកបន្ទាប់មកបង្ហាញខ្ញុំតើអាវុធវេទមន្តនេះដំណើរការយ៉ាងដូចម្តេចខ្ញុំនឹងបង្ហាញអ្នកសូមក្រឡេកមើលរបស់ទេមើលពិតជាសម្បូរបែបមែនប្រសិនបើអ្នកអាចធ្វើវាទៅជាលុយថ្មីបានខ្ញុំនឹងឲ្យវាទៅអ្នកបាត់ចាស់សោះខ្ញុំនឹងធ្វើហេតុអ្វីបានជាវាមិននៅទីនេះតើវាដោយសារតែខ្ញុំមិនស្មោះត្រង់មែនទេវាមិនអាចទៅរួចទេសាកល្បងវាម្ដងទៀតខ្ញុំនឹងព្យាយាមម្ដងទៀតខ្ញុំបានធ្វើរួចហើយខ្ញុំបានបង្ហោះរូបភាពដ៏ល្អមួយរួចហើយខ្ញុំបានផ្ញើវាទៅក្រុមថ្នាក់របស់យើងហើយសូមក្រឡេកមើលឥឡូវនេះលោក Wang Jiecheng តើអ្នកហ៊ានបញ្ឆោតខ្ញុំដោយរបៀបណាខ្ញុំខ្លាចថាក្រុមនេះផ្ទុះឡើងហើយជីឆេងអញកំពុងលេងជាមួយ Teng Chou បែបនោះមែនទេអ្នកយកតម្រាប់បានធ្វើឲ្យនាងមើលទៅដូចនេះលោក Wang Jiecheng លោកអ្នកឥឡូវនេះមិនអីទេអញ្ចឹងសូមខ្ញុំផងខ្ញុំនឹងលុបវាចោលនៅពេលដែលខ្ញុំពេញចិត្តយល់ពមលោក Wang Jiecheng ចូលយើងរងចាំមើលសំណាងល្អខ្ញុំមិនបានបោះចោលឧបករណ៍វេទមន្តនេះទេ Thank you លើក្រោយយើងជួបគ្នាម្ដងទៀតខ្ញុំនឹងមិនអាចបញ្ឆោតអ្នកបានទេវាមិនសាមញ្ញដូចនោះទេខ្ញុំនឹងសម្លាប់អ្នកកុហកខ្ញុំនឹងយកអំពើបាបមកវិញសម្រាប់ជនរងគ្រោះខ្ញុំបានឮថាអុកញ៉ាអាត់កំបាំងម្នាក់បានទិញក្រុមហ៊ុនរបស់យើងក្នុងតម្លៃ $1000 ដល់ឆាប់នេះត្រូវប្រុងប្រយ័ត្នរងចាំមួយរយៈប្រធានថ្មីនឹងមកដល់ឆាប់នេះតើលោកវ៉ាងកាស៊ីងមិនបានមកធ្វើការទេគាត់ថាគាត់មិនចាំបាច់ត្រឡប់មកវិញទេអ្នកចាត់ការចេងលោកវ៉ាងកាស៊ីងបានឈប់សម្រាកប្រចាំឆ្នាំការឈប់សម្រាកប្រចាំឆ្នាំខ្ញុំមិនជឿទេតាមពិតទៅនៅថ្ងៃមួយខ្ញុំអាចទិញបានក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការតើអ្នកណាអនុញ្ញាតឲ្យគាត់ឈប់សម្រាកប្រចាំឆ្នាំអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកខ្ញុំជានំប៉័ងនិងប៊ឺរបស់អ្នកគួរតែដឹងគុណកុំគិតតែពីការកេងចំណេញពីចន្លោះប្រហោងជានិច្ចអ្នកកំពុងព្យាយាមទទួលបានអ្វីមួយពីក្រុមហ៊ុនត្រូវទេនេះមិនមែនជាវ៉ងយ៉ែជាងទេហេតុអ្វីបានជាអ្នកត្រឡប់មកពីវីស្មកៅវិញលោកវ៉ាងចប់ហើយអូនមកវិញហើយមែនទេអ្នកពូកែអានស្ថានភាពណាស់តើការិយាល័យរបស់ខ្ញុំរួចរាល់ហើយឬនៅខ្ញុំនឹងហៅអ្នកថាលោកវ៉ងតើអ្នកពិតជាគិតថាអ្នកជាម្ហូបមែនទេចេញពីទីនេះតើអ្នកឲ្យខ្ញុំទេអ្នកគ្រប់គ្រងនិយាយថាចេញទៅពួកអាចឈួតទាំងពីរនេះតើពួកគេហ៊ានច្រៀងជាគូយ៉ាងដូចម្ដេចល្អមើលទៅដូចជាលើកចុងក្រោយដែលព្រះនៃការបរាជ័យបានប្រទានថ្នាំគ្រាប់ដែលធ្វើឲ្យការកុហកខ្លាចជាការពិតមកខ្ញុំយកឈ្នះខ្ញុំអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេហេតុអ្វីខ្ញុំមិនអាចបណ្ដេញអ្នកចេញក្រុមហ៊ុនមិនអាចរស់នៅដោយគ្មានអ្នកបានទេអ្នកគ្រប់គ្រងអតិថិជនរបស់ខ្ញុំស្រាប់តែសួរវ៉ាងកាស៊ីងចុះកិច្ចសន្យាដូចគ្នានៅទីនេះប្រសិនបើលោកវ៉ាងកាស៊ីងមិនបានមកចុះហត្ថលេខាជាមួយយើងទេមានរឿងអ្វីកើតឡើងនៅទីនេះអតិថិជនដឹងលឿនណាស់អំពីការទិញយកក្រុមហ៊ុនរបស់ខ្ញុំពួកគេបានមកគាំទ្រខ្ញុំវ៉ាងកាស៊ីងគាត់ប្រហែលជាបានលួចចូលប្រព័ន្ធរបស់យើងហើយទេគាត់ប្រហែលជាមិនមានអតិថិជនឆ្នាំអីវាមិនអាចទៅរួចទេដែលអតិថិជនឲ្យតម្លៃខ្ញុំអតិថិជនឲ្យតម្លៃអ្នកហេតុអ្វីអ្នកមិននិយាយប្រពន្ធខ្ញុំឲ្យតម្លៃអ្នកបន្ទាប់មកខ្ញុំសូមកោតសរសើរអ្នកល្អជាងតេងចាស់នោះទៅទៀតស្រីឆ្កេងញីឲ្យអ្នកហ៊ានបោកប្រាស់ខ្ញុំមែនទេវាមិនមែនជារឿងរបស់អ្នកទេអ្នកជាមនុស្សតែម្នាក់គត់ដែលខ្ញុំចូលចិត្តក្នុងជីវិតរបស់ខ្ញុំអ្នកគ្រប់គ្រងអ្នកគាត់មានបញ្ហាអ្វីជាមួយអ្នកគាត់ជាឪពុករបស់អ្នកប៉ាកូនប្រុសខ្ញុំខុសហើយប៉ាកូនខុសហើយអត់ទោសឲ្យកូនប្រុសរបស់ខ្ញុំតើអ្នកកំពុងធ្វើអ្វីខ្ញុំមិនដឹងទេប៉ុណ្ណឹងហើយវ៉ាងកាស៊ីងអ្វីក៏ដោយដែលអ្នកកំពុងធ្វើឈប់វាឥឡូវនេះ
តើអ្នកគិតថាអ្នកជាចៅហ្វាយមែនទេអាចធ្វើអ្វីដែលអ្នកចង់ធ្វើនៅទីនេះបានទេគាត់អាចធ្វើអ្វីក៏បាននៅទីនេះលោកប្រធានតើអ្នកកំពុងធ្វើអ្វីនៅទីនេះខាងនេះគាត់កំពុងធ្វើពុតជាអ្នកតើគាត់ហ៊ាននិយាយអំពីប្រធានថ្មីបែបនេះដោយរបៀបណាខ្ញុំគិតថាអ្នកធុញទ្រាន់នឹងការរស់នៅហើយប្រធានថ្មីសូមក្រឡេកមើលឲ្យបានល្អិតល្អន់ជីឆេងចាប់ពីពេលនេះទៅប្រធានថ្មីរបស់អ្នកលោកវាងប្រសិនបើមានអ្វីដែលអ្នកត្រូវការសូមមេត្តាសួរមកលោកជេងអ្នកគឺជាអ្នកថ្មីប្រធានក្រុមប្រឹក្សាភិបាលបងវាងទេបងវាងផឹកតែខ្លះវាងបានធ្វើការឲ្យក្រុមហ៊ុននេះអស់រយៈពេល3ឆ្នាំអ្នករកឃើញហេតុផលគ្រប់ប្រភេទដល់ការសម្ដែងរបស់គាត់បងប្រុសសុនធ្វើការថែមម៉ោងរហូតដល់ពាក់កណ្ដាលត្រឹមតែគ្មានប្រាក់ឈ្នួលថែមម៉ោងទេសូម្បីតែសក់របស់គាត់ក៏ជ្រុះដែរលោកវាងនិយាយត្រូវណាស់ខ្ញុំខុសហើយចេនខុសហើយចាប់ពីពេលនេះទៅអ្នកទាំងពីរអ្នកល្ងងឲ្យត្រូវបានហាមឃាត់ពីឧស្សាហកម្មទាំងមូលពងវែងទៅអ្នកល្អសម្រាប់អ្នកនឹងឃើញមែនហើយអ្នកដូចជាព្រះសម្រាប់យើងយល់ព្រមនេះគឺ$100,000ក្នុងម្នាក់នេះជាអ្វីដែលក្រុមហ៊ុនជំពាក់អ្នកក្នុងរយៈពេលជាច្រើនឆ្នាំរង្វាន់និងលទ្ធផលការងារនិងរង្វាន់គ្រប់ប្រភេទយកវាទៅសូមអរគុណលោក Makoto នេះមិនមែនជាការស្រមើស្រមៃរបស់យើងកូនពេលដែលយើងធ្វើការថែមម៉ោងហើយស្លាប់ភ្លាមមែនទេខ្ញុំចង់ក្រាបថ្វាយបង្គំអ្នកយល់ព្រមឥឡូវនេះមានក្រុមហ៊ុនបោកប្រាស់មួយនៅទីនោះមានមនុស្សជាច្រើនដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងប្រសិនបើអ្នកអាចជួយខ្ញុំរកជនរងគ្រោះផងខ្ញុំនឹងផ្ដល់រង្វាន់ដល់អ្នកកន្លះលាន$ប្រសិនបើអ្នករកឃើញមួយពិតជាអស្ចារ្យមែនចាស់សលោកមែនហើយលោកបងប្រុស Makoto នេះឮ Xiaoming និង Tenko តាមពិតពួកគេប្រើល្បិចសម្រាប់ជ្រូកពួកគេបានបោកប្រាស់មនុស្សជាច្រើនខ្ញុំចង់បង្រួមជនរងគ្រោះទាំងនេះបង្ហាញមុខអាខ្វាក់ទាំងពីរនេះក្មេងស្រីម្នាក់នេះមិនអាក្រក់ទេមើលទៅខ្ញុំចង់តាក់ទងនាងជាមុនសិន24អ្នក15ស្នេហាចង់រកស្លេ Rising ដើម្បីការទិញតម្ការីអគុណ Sunrise តើព្រះអាទិត្យរះនេះជានរណាហេតុអ្វីបានជាអ្នកទិញច្រើនម្លេះគំនូររបស់ Ailing លោក Zheng Kaeng បុរសមានបំផុតនៅ Hai Cheng កូនប្រុសរបស់គ្រួសារ Zheng Yandong លោកយ៉ាង Ailing នេះអួតអាងពេកហើយអ្នកបានចំណាយលុយច្រើនណាស់លើនេះហើយនោះជាអបបរមាដែលនាងអាចធ្វើបានតើអ្នកដឹងអ្វីខ្លះស្ត្រីទាំងនេះពួកគេចូលចិត្តលេងហ្គេមល្បួងត្រឹមត្រូវហើយខ្ញុំគិតថា Ailing នេះកំពុងធ្វើពុតជាមានចិត្តស្និទ្ធស្នាលនាងកំពុងតែស្លាប់ទៅហើយនាងចង់គប់ខ្លួនឯងបងយ៉ាងភ្លាមបងប្រុសយ៉ាងខ្ញុំគិតថាវាដល់ពេលហើយខ្ញុំគិតថាដល់ពេលសុំនាងចេញទៅក្រៅហើយដល់ពេលហើយខ្ញុំជាចៅហ្វាយធំបំផុតរបស់នាងឥឡូវនេះគ្មានហេតុផលណាដែលនាងត្រូវបដិសេធនោះទេលោកចាងហាក់ដូចជាមាននរណាម្នាក់នៅទីនេះទិញគំនូររបស់ Ailing យ៉ាងពេញទំហឹងមនុស្សនេះគាត់ចង់ទិញគំនូរទាំងអស់របស់ Ailing ទិញគំនូរទាំងអស់របស់ Ailing មែនទេបាងកាស៊ីងតើគាត់ជានរណាខ្ញុំមិនអាចយកឈ្នះគាត់បានដោយសារលុយទេបើគាត់ទិញខ្ញុំនឹងទិញវាដែរ Sunrise បានទិញដំភ្ជាប់ទី15ទិញគំនូររបស់អេវិញចំនួន100ច្បាប់ទៀតបងប្រុស Makoto មានចិត្តទូលាយពេកហើយរងចាំបន្តិចលោក Zheng Kaeng គាត់ក៏កំពុងចាប់យកគំនូរដែរ Chaeng បានទិញដំភ្ជាប់ទី15 Ailing គំនូរដែលមិនទាន់បានបញ្ចប់នៅពីក្រោយខ្ញុំក៏ចង់បានវាដែរខ្ញុំនឹងបង់ប្រាក់$100,000 $100,000ធ្វើពុតជាអ្នកមានលុយខ្ញុំនឹងទិញអ្នកសម្រាប់ជីវិតចាប់ពីពេលនេះទៅប្រសិនបើអ្នកធ្វើគំនូរខ្ញុំនឹងទិញមួយខ្ញុំជាបរិសុទ្ធមានបំផុតនៅ Hai Cheng តើអ្នកជាអ្វីហ៊ានថាខ្ញុំក្រប៉ុណ្ណាអ្នកមើលទៅដូចជាអ្នកមានស្រាប់តែមានលុយអ្នកមើលទៅដូចជាមនុស្សម្នាក់ដែលស្រាប់តែសិល្បៈទេការប្រយុទ្ធរបស់បុរសអ្នកមានអាថ៌កំបាំងតើកូនប្រុសរបស់បុរសមានបំផុតនៅ Hai Cheng ណែណាឈុតឆាកដ៏អស្ចារ្យមែនខ្ញុំចូលចិត្តវាណាស់បើភ្នែករបស់អ្នកតើនេះជាអ្វីតើអ្នកមានសមត្ថភាពប្រកួតប្រជែងជាមួយខ្ញុំទេមហាវិទ្យាល័យសិល្បៈរាជវង្សសញ្ញាបត្របណ្ឌិតស៊ូយ៉ាងខ្ញុំមិនជឿថាអ្នកមិនដែលប្រាប់ខ្ញុំទេអ្នកពូកែណាស់វាជាអ្វីមួយនេះជារបស់ខ្ញុំបានចំណាយប្រាក់ច្រើនដើម្បីទទួលបានវាខ្ញុំត្រូវបង្ហាញវាដល់អ្នកឥឡូវនេះ
ខ្ញុំចង់ឲ្យអ្នកគោរពបូជាខ្ញុំតើមានរឿងធំអ្វីតើ Van Gogh ដឹងអំពីរឿងនេះទេខ្ញុំជាសិស្សជំនាន់ទី6របស់ Van Gogh អ្វីខ្ញុំជាអ្នកជំនាញខាងគំនូរចិននិងគំនូរព្រេងទៅមុខហើយអួតខ្លួនតើអ្នកហ៊ានបង្ហាញគំនូររបស់អ្នកមកយើងទេចុះខើលោកវាងតើខ្ញុំអាចសូមក្រឡេកមើលគំនូររបស់អ្នកប្រហែលជាយើងអាចផ្លាស់ប្ដូរគំនិតគ្នាបានតើអ្នកគិតយ៉ាងណាដែរ Eileen បានសួររួចហើយគ្មានហេតុផលដើម្បីបដិសេធទេមែនទេលុះត្រាតែអ្នកជាអ្នកកុហកអូតើអ្នកមិនចាំបាច់ទទួលខុសត្រូវចំពោះអ្វីដែលអ្នកនិយាយនៅលើអ៊ីនធឺណិតទេលោកវាងតើអ្នកធ្ងន់ធ្ងរទេខ្ញុំខ្លាចថាគាត់មិននៅទីនេះដើម្បីចំអកឲ្យខ្ញុំទេសូម្បីតែក្មួយស្រីខ្ញុំនៅថ្នាក់ម្ដាយគឺល្អជាងគាត់អ្នកណានិយាយដូច្នេះលោកវាងអ្នកមិនអាចហៅវាថាជាគំនូរបានទេកុំធ្វើជាមនុស្សល្ងងខ្លៅប្រសិនបើខ្ញុំជាអ្នកខ្ញុំចង់សម្លាប់ខ្លួនណាស់ហេតុអ្វីបានជាអ្នករឹងរូសសម្លេះអូខ្ជូសូមជួយខ្ញុំផងតើអ្នកចង់ជួយទេតាមច្បាប់នៃឋានសួគ៌ខ្ញុំមិនអាចជួយកូនប្រុសរបស់អ្នកបានទេចុះបើគាត់ជាកូនប្រុសរបស់អ្នកវិញតើនោះជាការពិតទេវាមិនពិតទេមានអ្វីចង់សួរទេវាពិតជាខ្លាំងមែនវាជាកូនប្រុសរបស់ខ្ញុំវាជាកូនប្រុសរបស់គាត់វាជារបស់ខ្ញុំកូនប្រុសរបស់គាត់ផ្ទាល់វាជាកូនប្រុសរបស់គាត់វាជារបស់ខ្ញុំតើអ្នកកំពុងសួរខ្ញុំរត់ខ្ញុំជាមនុស្សសុចរិតម្នាក់បែបនេះមិនអាចទៅរួចទេបងប្រុសមើលបងប្រុសខ្ញុំផងបងប្រុសសង្ហាហើយមានអំណាចណាស់ខ្ញុំឥឡូវនេះខ្ញុំនឹងអនុញ្ញាតឲ្យអ្នករាល់គ្នានៅហេតុលើកលែងតែសោភ័ណភាពសិល្បៈរបស់វងជាជិងត្រូវបានបន្ទាបឋានៈស្នាដៃដ៏អស្ចារ្យមួយតើរឿងនេះអាចកើតឡើងដោយរបៀបណាតើរឿងនេះអាចធ្វើទៅបានដោយរបៀបណាស្នាដៃដ៏អស្ចារ្យមួយយើងបានឃើញវាដោយភ្នែករបស់យើងស្នាដៃមួយនេះជាគំនូរមួយដែលមានតម្លៃរាប់លានដុល្លារសូមក្រឡេកមើលបន្ទាត់ញ៉ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចមើលនៃជីវិតខ្ញុំចង់លោកវាងអ្នកគឺជាចៅហ្វាយនីពិតប្រាកដជំងឺដាច់សរសៃឈាមខួរក្បាលនេះពោពេញដោយវិមជ្ឈការអំណាចចរចាសម្ព័ន្ធក្រោយសម័យចង់រៀនវាពេញមួយជីវិតរបស់ខ្ញុំអ្នកពិតជាធ្ងន់ធ្ងរមែនខ្ញុំបានចាញ់ហើយខ្ញុំបានបាត់បង់ទាំងស្រុងហើយតើពួកគេឈួតមែនទេខ្ញុំឈួតលោកវាងតើអ្នកចង់ជួបជាមួយខ្ញុំទេមែនហើយលោកវាងជាការពិតណាស់ខ្ញុំនឹងវាជាកំហុសរបស់ខ្ញុំមិនបានឃើញទេម្ចាស់ពិតប្រាកដគឺនៅចំពោះមុខខ្ញុំហើយខ្ញុំបានចំអកឲ្យសិល្បៈរបស់ម្ចាស់ខ្ញុំចង់សម្លាប់ខ្លួនណាស់លោកគ្រូគំនូររបស់អ្នកបានត្រឡប់ទៅរកមូលដ្ឋានគឺវិញវាពិតជាបើកភ្នែកមែនម៉ាស្ត្រូតើអ្នកចង់មានន័យថានិយាយទេខ្ញុំត្រូវបានសម្លាប់ដោយមហូបជ្រូកលីវធានមីងបានសុំឲ្យអ្នកខ្ចីប្រាក់ដើម្បីសងបំណុលរបស់អ្នកគាត់នឹងក្រុមហ៊ុនផ្ដល់ប្រាក់កម្ចីជាទូទៅជាក្រុមក្មេងទំនើងខ្ញុំគិតថាគាត់បានបាត់ខ្លួនគាត់បានទៅលាក់ខ្លួនពីបំណុលរបស់គាត់តើអ្នកចង់ជឿខ្ញុំទេខ្ញុំជាបុរសរបស់អ្នកឥឡូវនេះជាការពិតណាស់ខ្ញុំធ្វើចាប់ពីថ្ងៃស្អែកទៅយើងអនុញ្ញាតឲ្យលោក Liu Xiaoming ក្រុមហ៊ុន Overnight Rich ត្រូវបានលាតត្រដាងទាំងស្រុងមនុស្សគ្រប់គ្នាយើងចង់នៅទីនេះលាតត្រដាង Liu Xiaoming និងក្រុមហ៊ុនបោកប្រាស់របស់គាត់ការប៉ះពាល់ក្រុមការពីរ៉ាមីតរបស់អង្គការ Liu Xiaoming ការសម្លាប់ចានជ្រូកនិងករណីក្លែងបន្លំផ្សេងទៀតរួមបញ្ចូលរហូតដល់រាប់រយលានដុល្លារមនុស្សម្នាក់នេះនៅក្បែរខ្ញុំគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះនឹងប្រាប់យើងបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងម៉ាកូតូមានមនុស្សកាន់តែច្រើនឡើងនៅក្នុងឥឡូវនេះមាន2ទៅ3000នាក់នោះល្អហើយថ្ងៃនេះជាទីបញ្ចប់នៃរឿង Liu Xiaoming យើងនឹងឈ្នះល្អមនុស្សគ្រប់គ្នាល្អម៉ាកូតូកំពុងជួបបញ្ហាមកមើលសិនមានរឿងអ្វីកើតឡើងចំនួនមនុស្សនៅក្នុងស្ទូឌីយោនៅក្នុងស្តង់របស់ខ្ញុំបានចាប់ផ្ដើមធ្លាក់ចុះចំណាយលុយដើម្បីតាក់ទាញចរាចរណ៍ខ្ញុំបានចំណាយប្រាក់2លានដុល្លាររួចហើយដើម្បីតាក់ទាញចរាចរណ៍រងចាំបន្តិចហេតុអ្វីបានជាលេខរបស់យើងត្រូវបានលុបចោលមិនត្រឹមត្រូវទេជីឆេងមិនថាមានរឿងអ្វីកើតឡើងទេចំនួនមនុស្សនៅក្នុងបន្ទប់ផ្សាយផ្ទាល់
មាននរណាម្នាក់កំពុងនៅលើបន្ទាត់យ៉ាងរហ័សសូម្បីតែការអាស្រ័យត្រូវបានភាសាឡើងផ្នែកនេះឡើងជាទេវសាជំនួយសម្រាប់បានបានសូមដល់ដល់ជាការស្រ័យត្រូវបានឲ្យបំឡើងបានការនិយាយបានស្អីបានបានលោកលើមិនជាមិនថាដូច្នេះមនុស្សបានជាមនុស្សល្អទេកុំខ្ជះខ្ជាយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកមិនចង់បង្ហាញខ្ញុំទេឡើយមិនប្រយ័ត្នចំពោះការខ្លាញ់បន្លំទេព្រោះឲ្យខ្ញុំខ្លាចការខ្លាញ់បន្លំខ្លាចការខ្លាញ់បន្លំពួកគេជាអ្នកត្រូវពួកគេជាខ្ញុំជាអ្នកដែលបានបោកប្រាស់ខ្ញុំបានថតទុកឬ sharing អ្នកគ្រាន់តែរងចាំបាត់គុកគ្មាន post តាំងទេតើអ្នកអាចចាប់ខ្ញុំដោយរបៀបណាបន្ទាប់មកយើងនឹងដាក់វីដេអូផ្ញើទៅអ៊ីនធឺណិតបង្ហាញអ្នកនឹងបាត់បង់កេរ្តិ៍ឈ្មោះរបស់អ្នកឡើយមិនប្រយ័ត្នចំពោះការខ្លាញ់បណ្ដាញមិនសុំតែចេញឲ្យហាមឃាត់ជាបន្លប់បំពេញដែលពាក់ព័ន្ធនឹងការខ្លាញ់ឃើញត្រូវផ្ដាច់ចេញភ្លាមហើយហាមឃាត់មនុស្សឲ្យខ្ញុំមិនអាចធ្វើអ្វីបានអំពីវាទេខ្ញុំពិតជាចូលចិត្តវាណាស់ប្រសិនបើអ្នកលាក់ខ្លួននៅពីក្រោយអេក្រង់អ្នកគ្រាន់តែជាអណ្ដើកប៉ុណ្ណោះចេញមកខ្ញុំមកហើយខ្ញុំមកហើយខ្ញុំកំពុងមកហើយតើអ្នកនឹងធ្វើអ្វីចំពោះខ្ញុំមនុស្សដូចអ្នកនឹងមិនដឹងថាវាយ៉ាងម៉េចទេអារម្មណ៍ពេលសម្រាប់ចិត្តធ្វើអ្វីមួយអ្នកនៅតែចង់ប្រើយុទ្ធសាស្ត្រក្មេងបែបនេះដើម្បីផ្ដួលរំលំធានមីងវាគួរឲ្យអស់សំណើចណាស់ខ្ញុំណែនាំអ្នកកុំឲ្យខ្ជះខ្ជាយការខិតខំរបស់អំណាចនៅពីក្រោយខ្ញុំគឺច្រើនជាងអ្នកនឹងមិនអាចទៅដល់វាក្នុងជីវិតរបស់អ្នកបានទេហើយតើអ្នកហ៊ានគិតយ៉ាងណាគាត់នឹងសងសឹកអ្នកសុំនឹងទទួលបានការបោកប្រាស់មាននរណាម្នាក់នៅពីក្រោយអ្នកមិនថាអ្នកធ្វើអ្វីក៏ដោយអ្នកនៅពីក្រោយខ្ញុំដោយគ្រាន់តែលើកកម្រាមដៃមួយឡើងពួកគេអាចធ្វើយ៉ាងងាយស្រួលផែនការរបស់អ្នកពួកគេទាំងអស់ខ្ញុំអាចទទួលស្គាល់ការបរាជ័យប៉ុន្តែអ្នកត្រូវតែប្រាប់ណានៅពីក្រោយវាមកចុះខ្ញុំនឹងប្រាប់អ្នកវាជាឪពុករបស់អ្នកវាជាឪពុករបស់អ្នកអ្នកដែលមិនដែលបង្ហាញមុខគាត់រហូតមកដល់ពេលនេះទេឪពុករបស់អ្នកផ្ទាល់ពេលគាត់ឃើញថាអ្នកជាអ្នកចាញ់យ៉ាងណាគាត់បានសុំឲ្យខ្ញុំដើម្បីសម្លាប់អ្នកខ្ញុំនឹងសម្លាប់ពួកគេឥឡូវនេះកុំប្រញាប់ប្រញាល់ពេកលោកជាព្រះនៃទ្រព្យសម្បត្តិខ្ញុំមានចរិតមិនដឹងខ្លួនខ្ញុំមិនអាចទេមនុស្សហំតាវីប្រហារមនុស្សជារឿងហាមឃាត់ដ៏ធំមួយខ្ញុំហេតុអ្វីបានជាអ្នកស្ងប់ស្ងាត់ម្លេះថ្ងៃនេះខឹងហើយឃើញទេខឹងខ្លាំងណាស់មែនហើយអ្នកនិយាយត្រូវហេទូមកទីនេះមានរឿងអ្វីកើតឡើងនៅទីនេះវាមិនមែនជាខ្ញុំទេខ្ញុំកំពុងស្វែងរកអ្នកខ្ញុំពិតជាចង់និយាយជាមួយអ្នកណាស់ខ្ញុំមានកិច្ចការខ្លះខ្ញុំចង់ឲ្យកូនប្រុសរបស់ខ្ញុំទទួលបានអ្នកតាមដាន100 លាននាក់នេះជាគំនិតមិនល្អប្រសិនបើធីរីត្បូងពេជ្រដឹងអំពីរឿងនេះតើនឹងមានអ្វីកើតឡើងចំពោះវេទិការបស់ខ្ញុំមិនឲ្យវាមកខ្ញុំទៅខ្ញុំចង់ឲ្យវាដែរយេងឈួនពិតជាមិនឈ្នះទេតើអំណោយរបស់ខ្ញុំនៅណាបងស្រីខ្ញុំនៅណាម៉ាក់ខ្ញុំនៅណាខ្ញុំជាបងស្រីធំរបស់អ្នកខ្ញុំជាបងស្រីធំរបស់អ្នកម៉ាកូតូមើចំនួនមនុស្សនៅក្នុងបន្ទប់ផ្សាយផ្ទាល់បានកើនឡើងភ្លាម20លានឆេងតើមនុស្សអាក្រក់អាចលាក់គ្រាប់បែកក្នុងគំនូបានទេ10លានអ្នកគាំទ្រ100លាននាក់ខ្ញុំមានអ្នកតាមដាន100លាននាក់មានរឿងអ្វីកើតឡើងអ្នកតាមដាន100លាននាក់បងប្អូនប្រុសស្រីថ្ងៃនេះទុកលីវធានមីងបងថ្លៃលាតត្រដាងលីវធានមីងអ្នកមិននិយាយទេតើគាត់បានចំណាយប្រាក់មិនមានចរាចរណ៍ទេលាតត្រដាងលីវធានមីងអង្គរៈតើអង្គរៈនៅណាអ្នកចាញ់ទាំងពីរអ្នកនោះខ្លាចជាអ្នកគាំទ្រគាត់ពិតដំបងស្ងប់ចិត្តសិនស្ងប់ចិត្តទៅជាមួយក្មេងប្រុសខួបកំណើតយកការនីកូនប្រុសរបស់អ្នកចៅហ្វាយ
អ្នកត្រូវតែជួយខ្ញុំបើអ្នកមិនជួយខ្ញុំទេខ្ញុំនឹងស្លាប់ហើយចៅហ្វាយខ្ញុំរួចហើយខ្ញុំមានផែនការមួយខ្ញុំស្បោះខ្ញុំនឹងមិនធ្វើខុសលើកនេះទេសូមជួយខ្ញុំផងចាញ់មែនទែនខ្ញុំមិនអាចធ្វើរឿងតូចតាចនេះបានផងចៅហ្វាយឲ្យសូមជួយខ្ញុំផងរបស់ដ៏មានតម្លៃបែបនេះខ្ញុំនឹងប្រើវាលើអ្នកចាញ់ដូចអ្នកចៅហ្វាយការស្វែងរកដ៏ក្តៅគគុកបានបាត់ទៅហើយលើកនេះខ្ញុំនឹងមិនធ្វើបាបម្ដងទៀតទេអរគុណចៅហ្វាយឡើងលើលោកគ្រូកុំបារម្ភអីខ្ញុំនឹងធ្វើឲ្យប្រាកដថាថ្ងៃដែលអ្នករងចាំជាយូរមកហើយនឹងមកដល់ឆាប់នេះឧត្តមនាវី8តើគាត់កំពុងធ្វើអ្វីនៅទីនេះវាចប់ហើយវាត្រូវតែសម្រាប់កូនប្រុសរបស់ខ្ញុំប្រហែលជាបានផ្ដល់ឲ្យកូនប្រុសរបស់ខ្ញុំបានរកឃើញហើយប្អូនប្រុសតូចមួយអធិរាជត្បូងពេជ្រស្នើសុំវត្តមានរបស់អ្នកខ្ញុំបានបាត់បង់ប្រាក់ខែអស់រយៈពេល1ឆ្នាំហើយអ្នកត្រូវសរសេរការវិតម្លៃនៅទីនេះព្រះនៃសំណាងតើយើងគួរធ្វើអ្វីវារួចរាល់ហើយប្រាក់ខែនេះខ្ញុំនឹងមានកូនប្រសារស្រីរបស់ខ្ញុំផ្ដល់ឲ្យអ្នកនៅលើស្រីខូបកំណើតនឹងសរសេរវាសម្រាប់អ្នកបាត់ចាស់សលោកស្អាតណាស់ទេវាមិនមែនទេអធិរាជត្បូងពេជ្រមិនដឹងអំពីរឿងនេះទេមិនបានដឹងអំពីរឿងនេះឆាប់នេះទេនៅថ្ងៃនោះពេលដែលខ្ញុំបានឃើញសាកសពរបស់មានអារម្មណ៍ងឹតមួយអូហេតុអ្វីបានជាប៉ៅកំពុងត្រូវបានដេញតាមនឹងវីដេអូមានរឿងអ្វីកើតឡើងមួយសន្ទុះមុននេះយើងក៏ស្រឡាញ់គ្នាមែនពួកគេកំពុងប្រយុទ្ធគ្នានិងសម្លាប់គ្នាទៅវិញទៅមកព្រះឲ្យកុំមកលេងសើចជាមួយខ្ញុំអូនសម្លាញ់អ្នកស្រីបងមួយវាមិនមែនខ្ញុំទេវាគឺជាអធិរាជត្បូងពេជ្រដែលចង់បង្រៀនមេរៀនមួយដល់ព្រះនៃ100លានអ្នករបស់កូន100លានអ្នករបស់កូនប្រុសអ្នកទៅជាអ្នកគ្រប់គ្រងស្បែកខ្មៅអធិរាជត្បូងពេជ្រមែនទេអធិរាជត្បូងពេជ្រវារួចរាល់ហើយខ្ញុំនឹងជួយមនុស្សគ្រប់គ្នាមួយសប្តាហ៍ហើយវាអវិជ្ជមានខ្ញុំអាចបង់ប្រាក់សម្រាប់រឿងនេះជាមួយនឹងតម្លៃនេះតើខ្ញុំអាចផ្ដល់ឲ្យវាដោយរបៀបណាប្រភេទនេះជាអ្វីអ្នកទាំងពីរឈប់ស្រែកទៅខ្ញុំមានល្បិចមួយអ៊ីនធឺណិតនិយាយថាខ្ញុំបានបង្កប់ភស្តុតាងដើម្បីដាក់បន្ទុកលើលោកលីវធីនមីងតើជីវិតនេះឬខ្ញុំមិនមានវាសនាដើម្បីក្មេងល្ងងនោះជីឆេងដាក់មៀតការនៃប្រអប់ភ្លាមប្រគល់វាទៅប្រធានសភាពាណិជ្ជកម្មចងចាំអ្នកត្រូវតែជាប្រធានសភាពាណិជ្ជកម្មពេលនិយាយជាមួយអ្នកទេខ្ញុំនឹងសរសេររបាយការណ៍មួយទៅកាន់អធិរាជត្បូងពេជ្របាត់ចាលោកហើយគ្រូទីនោះពិតជាគួរឲ្យអាណិតណាស់តើគាត់គួរឲ្យទុកចិត្តទេខ្ញុំមិនដឹងទេការបូបលុយដែលគាត់បានឲ្យខ្ញុំកាលពីលើកមុនវាដំណើរការល្អណាស់ចូលយើងសាកល្បងវាលើកនេះតើនេះមិនមែនជាលោកលីវទេមែនទេលោកវេជ្ជបណ្ឌិតលីអ្នកមិនបានចុះមកយូរហើយចៅហ្វាយលីវមានមុខធំជំងឺរបស់ប្រធានមិនល្អទេមានពាក្យចាមអារាមថាអ្នកគឺជាអ្នកស្នងតំណែងបន្ទាប់សូមអរគុណចំពោះការកោតសរសើររបស់ប្រធានប៉ុន្តែខ្ញុំនៅតែសង្ឃឹមសូមលោកប្រធានមានសុខភាពល្អវ៉ាងកាស៊ីងតើអ្នកកំពុងធ្វើអ្វីនៅទីនេះវ៉ាងកាស៊ីងអ្នកគឺជាកណ្ដុរតាមផ្លូវតើអ្នកនៅតែអាចគិតរកវិធីដោយរបៀបណាដើម្បីមកទីនេះអ្នកមិនអាចឈប់បានទេរហូតដល់អ្នកទៅដល់ទន្លេ
តើអ្នកយល់ថានេះជាឱកាសអ្វីទេចេញពីទីនេះអ្នកណាធ្វើឲ្យមានសម្លេងរំខានខ្លាំងម្ល៉េះតើនេះមិនមែនជាកូនស្រីរបស់ប្រធានសភាពាណិជ្ជកម្មទេអ្នកស្រីខៀវយ៉េងខ្ញុំបានឮថាអ្នកស្រីស៊ូនៅលីវនៅឡើយអ្នកណារៀបការជាមួយអ្នកខ្ញុំនឹងមានសំណាងណាស់ប្រសិនបើបានរៀបការជាមួយលោកស្រីហ៊ូមានមនុស្សដែលមានចិត្តនីអាក្រក់ពួកគេបានមកដល់កន្លែងរបស់អ្នកហើយមនុស្សអ្វីវាជាគាត់នោះហើយជាគាត់យើងទាំងអស់គ្នានៅទីនេះដើម្បីព្យាបាលប្រធានចុះគាត់វិញគាត់មិនបាននាំអ្នកណាមកទេវាច្បាស់ណាស់ថាគាត់នៅទីនេះដើម្បីបង្កបញ្ហាបរិសម្នាក់នេះហើយអ្វីបានជាគាត់នាំអ្នកណាម្នាក់មកប្រហែលជាគាត់មានអ្វីដែលត្រូវផ្ដល់ជូនត្រូវហើយលោកស្រីហ៊ូខ្ញុំពិតជាមិនចាំបាច់នាំអ្នកណាមកទេព្រោះខ្ញុំអាចធ្វើវាដោយខ្លួនឯងបានព្យាបាលជំងឺរបស់ប្រធានវ៉ាងកាស៊ីងប្រសិនបើអ្នកអាចព្យាបាលប្រធានបានខ្ញុំនឹងលះបង់ដោយស្ម័គ្រចិត្តតំណែងបេក្ខជនខ្ញុំនៅតែត្រូវបោះឆ្នោតឲ្យអ្នកចូលយើងនាំអ្នកឡើងមកទីនេះវាជាកិច្ចព្រមព្រៀងមួយកុំបដិសេធវានៅពេលដែលពេលវេលាមកដល់លោកស្រីហ៊ូឪពុករបស់អ្នកមានជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយនិងដាច់សរសៃឈាមខួរក្បាលសូមអភ័យទោសដែលខ្ញុំមិនអាចជួយបានហេតុអ្វីមិនអនុញ្ញាតឲ្យខ្ញុំសាកល្បងអ្នកព្យាយាមតើអ្នកគិតថាអ្នកជានរណាជាបណ្ឌិតដ៏ល្បីល្បាញបំផុតនៅហៃឆេងគឺលោកអ្នកអាចព្យាបាលវាបានទេនោះជារឿងកំ pl ែងមួយអ្នកណាក៏ដោយឥឡូវនេះខ្ញុំសុខចិត្តឲ្យគាត់សាកល្បងចាំគាត់អាចចូលទៅបានប៉ុន្តែគាត់ត្រូវតែអនុញ្ញាតឲ្យយើងទាំងអស់គ្នាចូលយើងទាំងអស់គ្នាចូលយើងមើលអ្វីដែលគាត់កំពុងធ្វើតើគាត់បានប្រព្រឹត្តយ៉ាងណាចំពោះប្រធានចាស់ត្រឹមត្រូវហើយចុះបើគាត់នៅទីនោះវិញចុះបើគាត់ធ្វើអាក្រក់ដាក់ប្រធានវិញនេះជារឿងដែលយើងគួរគោរពផ្ទាល់ខ្លួនរបស់គ្រូពេទ្យយ៉ាងណាមិញអ្នកព្យាបាលគ្រប់រូបគ្រូព្យាបាលម្នាក់មានជំនាញផ្ទាល់ខ្លួនបាត់ចាស់តោះចូលទៅជាមួយគ្នាយើងទាំងអស់គ្នាមានអារម្មណ៍ស្រួលជាងមុនលីនធីនមីងដ៏ចង្រៃម្នាក់នេះប្រសិនបើពួកគេឃើញដំណើរការនៃការព្យាបាលខ្ញុំគ្មានផ្លូវត្រឡប់មកវិញទេបើមិនព្យាបាលទេជីវិតខ្ញុំនឹងត្រូវស្លាប់នៅទីនេះវ៉ាងកាស៊ីងតើអ្នកកំពុងធ្វើអ្វីតើអ្នកកំពុងលេងសើចនឹងលោកប្រធានមែនទេលោកវ៉ាងតើអ្នកមកទីនេះទេដើម្បីធ្វើឲ្យលោកស្រីនិងលោកប្រធានអាម៉ាស់មុខសូមផ្ដល់ការពន្យល់ភ្លាមតើខ្ញុំត្រូវពន្យល់អ្វីការពន្យល់មួយបើលោកប្រធានមិនភ្ញាក់ទេអ្នកអាចមកតាមខ្ញុំម្ដងទៀតរហូតដល់ពេលនោះកុំរំខានខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកម្ដងទៀតដរាបណាមនុស្សម្នាក់ប្រសិនបើអ្នកមានជំងឺទាំង3អ្នកអាចកម្ចាត់ពួកវាដោយចុចតែម្ដងតែមានតែ2អ្នកប៉ុណ្ណោះនៅក្នុងកិច្ចប្រជុំនោះជាអ្វីទាំងអស់ដែលខ្ញុំអាចធ្វើបានកូនឆ្កេងញីអើយអ្នកគួរតែមានការប៉ះទង្គិចខួរក្បាលអ្នកមានជំងឺទាំង3ប្រភេទហេតុអ្វីបានជាអ្នកមិនទាន់ស្រីស៊ូខ្ញុំបានប្រាប់អ្នករួចហើយបរិសម្នាក់នេះមិនល្អទេគាត់ជាមនុស្សវិកលចរិតហុចដៃមកខ្ញុំចប់ហើយតើអ្នកកំពុងលេងសើចបានលងស្នេហ៍នឹងល្បិចរបស់ព្រះសង្ឃតោដៃរបស់គាត់ខ្ញុំនឹងសុំទោសលោកប្រធានចាំលោកប្រធានភ្ញាក់ហើយគាត់ភ្ញាក់ហើយប៉ាតើកូនមានអារម្មណ៍យ៉ាងណាដែរខ្ញុំមានអារម្មណ៍ថាខ្ញុំបានជាសះស្បើយហើយតើស្បែកជើងខ្ញុំនៅណាខ្ញុំមិនមានអារម្មណ៍ជឿចាប់អ្វីនៅក្នុងខ្លួនទេខ្ញុំមានអារម្មណ៍ថាដូចជាមានបុរសវ័យក្មេងម្នាក់រស់នៅក្នុងខ្ញុំម្ដងទៀតដោះលែងលោកវ៉ងបុរសវ័យក្មេងអ្នកជាបុរសសង្ហាម្នាក់អ្នកគឺជាអ្នកដែលបាននាំខ្ញុំឲ្យមានជីវិតឡើងវិញអ្នកគឺជាគ្រូពេទ្យអភូតហេតុលោកវ៉ងជេជិងតើអ្នកបានប្រើល្បិចបែបណាខ្លះជីបចោមានស្ថិរភាពជីបចោខ្លាំងនាងពិតជាបានជាសះស្បើយមែនអ្នកគឺជាអ្នកព្យាបាលពិតប្រាកដសូមទទួលយកខ្ញុំអត់មានអីទេអត់មានទេអ្នកបានរកឃើញថាមានតែតែមួយដៃប៉ុណ្ណោះគាត់ក៏ជាសះស្បើយអ្នកក៏ជាអ្នកចាញ់ដែរបិទមាត់ទៅវ៉ាងជីឆេងបានជួយសង្គ្រោះជីវិតឪពុកខ្ញុំនិយាយអាក្រក់ពីគាត់យ៉ាងម៉េចចេញពីទីនេះហេតុអ្វីបានជាអ្នកត្រូវបានវ៉ងជេជិងប្រព្រឹត្តចំពោះអ្នកម្ដងទៀតកុំភ្លេចបោះឆ្នោតឲ្យខ្ញុំអ្នកនឹងមិនអាចទប់ចិត្តបានទេមែនទេអ្នកប្រសើរជាងនៅក្នុងប្រធានសភាពាណិជ្ជកម្មនៅទីនេះខ្ញុំនឹងធ្វើឲ្យអ្នកបាត់បង់មុខមាត់អ្នកមានការអត់ធ្មត់ច្រើនអរគុណលោកវ៉ងដើម្បីព្យាបាលជំងឺរបស់ឪពុកខ្ញុំប្រសិនបើអ្នកត្រូវការជំនួយណាមួយនាពេលអនាគតធ្វើបានល្អណាស់យុវជនខ្ញុំមានអារម្មណ៍មួយអ្នកនឹងមានអនាគតដ៏អស្ចារ្យ
វាងស៊ីងជន់ពីលនោះតើគាត់បានពង្រីកវិសាលភាពអាជីវកម្មរបស់គាត់យ៉ាងដូចម្តេចលើពីនេះយ៉ាងដូចម្តេចពេញចិត្តគាត់បរិសុទ្ធចំណាស់ប្រកាសជាគាត់នឹងផ្ដល់ឲ្យគាត់នៅតំណែងជាប្រធានសភាពាណិជ្ជកម្មពងវែងទៅធៀងមេងហេតុអ្វីបានជាអ្នកខឹងខ្លាំងម្ល៉េះតើអ្នកដឹងអ្វីខ្លះខ្ញុំមិនអាចធ្វើខុសលើកនេះទេខ្ញុំត្រូវតែទទួលបានប្រធានសភាពាណិជ្ជកម្មគ្រាន់តែភ្នែករបស់អ្នកតើគាត់មានជំនាញខាងអាជីវកម្មបែបណាគាត់គ្រាន់តែមានសំណាងអ្នកមានដីមួយកន្លែងនៅកណ្ដាលទីក្រុងអ្នកមានដីមួយកន្លែងនៅកណ្ដាលទីក្រុងហេតុអ្វីបានជាអ្នកលើកឡើងពីដីនោះវាមើលទៅល្អមែនទែនប៉ុន្តែវាបានរលួយអស់រយៈពេលយូរមកហើយវាជារណ្ដៅមួយខ្ញុំបានចំណាយប្រាក់សន្សំទាំងអស់របស់ខ្ញុំក្នុងជីវិតពេញដីនេះបានទេអ្វីតើអ្នកនឹងលក់ដីនេះទេលក់វាទៅឲ្យវ៉ងខាសិងតោះអ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែរំកើមរៀមដៃរបស់យើងពិភពជំនួញទាំងមូលកំពុងរងចាំមើលរឿងកំ pl ែងរបស់គាត់អ្នកនៅតែឆ្លាតចូលយើងមើលតើមនុស្សល្ងងនេះត្រូវបានទទួលស្គាល់យ៉ាងដូចម្តេចនៅក្នុងពិភពជំនួញតើលោកអាចឡើងកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មដោយរបៀបណារណ្ដៅលិចគួរឲ្យចាប់អារម្មណ៍លោកវាងតើអ្នកបានបង្កើតគំនិតនេះដោយរបៀបណាឲ្យទៅជាទីក្រុងកញ្ចក់នេះអ្នកជាអ្នកចំណូលថ្មីក្នុងពិភពជំនួញការគិតនឹងចក្ខុវិស័យបែបនេះវាជាការពិតអ្នកផ្សេងទៀតទាំងអស់មធ្យោបាយតែមួយគត់ដើម្បីសាងសង់ផ្ទះនៅលើទីបានលុះត្រាតែបំពេញវាអ្នកបានធ្វើផ្ទុយពីនេះអ្នកបានសាងសង់ផ្លូវដើរកញ្ចក់មួយដើរកញ្ចក់ក្នុងរណ្ដៅដើម្បីបង្កើតទីក្រុងកញ្ចក់ដ៏ពិសេសមួយអ្នកផ្សេងទៀតទាំងអស់កំពុងប្រកួតប្រជែងនៅលើផ្ទៃរាបស្មើអង្គុយលើមេឃបញ្ឈរខ្ញុំរំពឹងថាគម្រោងនេះនាពេលអនាគតនឹងនាំយើងមកប្រាក់ចំណេញរាប់សិបពាន់លានដុល្លារនិយាយពីថាសូមអរគុណដល់មិត្តម្នាក់របស់ខ្ញុំល្ងងអ្វីម្លេះបានឲ្យគាត់ដីនៅកណ្ដាលក្រុងវាងខ្ញុំមិនដែលស្រមៃថាទេពកោសល្យអាជីវកម្មរបស់អ្នកពិតជាមានទេពកោសល្យខាងជំនួញមែនរបៀបដែលយីឈីងរបស់ខ្ញុំសម្លឹងមើលអ្នកនាងកំពុងសម្លឹងមើលអ្នកមើលទៅដូចជាខ្ញុំនឹងបាត់បង់កូនស្រីតូចរបស់ខ្ញុំនឹងមិនអាចរក្សានាងបានទេខ្ញុំប្រហែលជាត្រូវសុំឲ្យអ្នកមើលថែនាងអ្នកនឹងត្រូវមើលថែនាងហេប៉ាបរិសុទ្ធចំណាស់ម្នាក់នេះចង់បង្កើតវ៉ងជាឈិងនិងឃ្យូយេហេងប្រសិនបើវ៉ងជាឈិងខ្លាយជាកូនប្រសាររបស់គាត់ខ្ញុំមិនអាចទុកឲ្យរឿងនោះកើតឡើងបានទេពន្លឺថ្ងៃតើអ្នកចង់ខ្លាយជាប្រធានសភាពាណិជ្ជកម្មទេជាការពិតណាស់ខ្ញុំធ្វើប៉ុន្តែតើវានឹងមានប្រយោជន៍អ្វីឪពុកខ្ញុំជាបរិសុទ្ធមានបំផុតនៅលើពិភពលោកហើយគាត់ជាបរិសុទ្ធមានបំផុតក្នុងលោកបានទេស្ដាប់ខ្ញុំសន្យានឹងអ្នកនឹងអាចរៀបការជាមួយនារីស្រស់ស្អាតម្នាក់បាននឹងក្លាយជាប្រធានសភាពាណិជ្ជកម្មស្ដាប់ខ្ញុំសន្យានឹងអ្នកនឹងមាននារីស្រស់ស្អាតម្នាក់នឹងក្លាយជាប្រធានសភាពាណិជ្ជកម្មស៊ីងខ្ញុំនឹងមើលថែភ្ញៀវផ្សេងទៀតជាមុនសិនពេលពិធីជប់លៀងចប់ខ្ញុំចង់និយាយជាមួយអ្នកបន្តទៅមុខទៀតខ្ញុំនឹងដោះស្រាយរឿងមួយជាមុនសិនស្រាតើនោះមិនមែនជាកូនប្រុសរបស់បុរសមានបំផុតទេលោក Jane Chang សូមអភ័យខ្ញុំមិនដឹងពីរបៀបផឹកទេលោកចាងខ្ញុំក្តៅខ្លួនត្រឹមត្រូវហើយដោះសម្លៀកបំពាក់របស់អ្នកចេញនៅពេលក្រោយទៀតទេស្រីស្អាតខ្ញុំនឹងសម្លាប់អ្នកនៅថ្ងៃនេះខ្ញុំនឹងនាំអ្នកនឹងប្រធានសភាពាណិជ្ជកម្មមនុស្សល្ងងអ៊ីស៊ូមីចូលដឹងខ្លួនឡើងអ្នកត្រូវបានគេដាក់ថ្នាំ
ខ្ញុំបានគិតវារួចរាល់ហើយទោះបីជាខ្ញុំមិនត្រូវបានគេដាក់ថ្នាំនៅថ្ងៃនេះក៏ដោយខ្ញុំនឹងនៅជាមួយអ្នកចម្លែកមែនហេតុអ្វីបានជាខ្ញុំសន្លប់អូគាត់នៅណាដូច្នេះនេះជាកន្លែងដែលពួកគេនៅអ្នកទាំងអស់គ្នាគឺជាហេតុចឹងរបស់យើងសភាពាណិជ្ជកម្មខ្ញុំដឹងអ្នកទាំងអស់គ្នាព្រួយបារម្ភខ្លាំងណាស់បញ្ហាអ្នកស្នងតំណែងប្រធានសភាពាណិជ្ជកម្មថ្ងៃនេះនៅទីនេះខ្ញុំនឹងប្រកាសប្រធានសភាពាណិជ្ជកម្មបន្ទាប់អ្នកស្នងតំណែងប្រធានសភាពាណិជ្ជកម្មគឺលោកវ៉ាងកាស៊ីងប្រធានាធិបតីខ្ញុំមិនយល់ស្របទេលោកចឹងយុកយ៉ុងឪពុកខ្ញុំបានលាលែងពីតំណែងប្រធានសភាពាណិជ្ជកម្មតើខ្ញុំត្រូវសុំការអនុញ្ញាតពីអ្នកទេយីសេងហេតុអ្វីបានជាអ្នកនៅទីនេះមុនខ្ញុំតើអ្នកកំពុងរងចាំខ្ញុំមែនទេតើអ្នកកំពុងធ្វើអ្វីបង្ហាញការគោរពខ្លះតើអ្នកកំពុងធ្វើពុតជាធ្វើអ្វីកាលអ្នកនៅលើគ្រែរបស់ខ្ញុំអ្នកហៅខ្ញុំថាកបងប្រុសស៊ូយ៉ាងកអ្នកពិតជាស្រើបស្រាលណាស់ឥឡូវនេះហេតុអ្វីបានជាអ្នកធ្វើពុតជាថ្លៃថ្នូរតើអ្នកកំពុងនិយាយអំពីអ្វីយ៉ាងឆៃឈីងនៅជាមួយខ្ញុំពេញមួយថ្ងៃតើនាងឡើងលើគ្រែរបស់អ្នកនៅពេលណាវ៉ាងជីឆេងតើអ្នកមិនសាំនឹងវាទេអ្នកគឺជាថេងខូខ្ញុំបានលួចថេងខូខ្ញុំបានលួចខេយហេងអ្នកមានមួកពណ៌បៃតងនៅលើក្បាលរបស់អ្នកវាច្បាស់ណាស់យីឈីងមានរឿងអ្វីកើតឡើងឪពុកក្មេកខ្ញុំជាកូនប្រសារនាពេលអនាគតរបស់អ្នកឥឡូវនេះអ្នកអាចប្រកាសបានហើយខ្ញុំជាប្រធានសភាពាណិជ្ជកម្មនាពេលអនាគតគុំស្ដាប់គាត់អីរែងឆៃអ្នកអ៊ីនខ្មាស់ហ៊ានបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំម្លេះលោកប្រធានាធិបតីអ្នកមិនប្រគល់តំណែងរបស់អ្នកមកខ្ញុំទេខ្ញុំមិនប្រកាន់ទេក្នុងការដាក់រូបភាពស្នេហារបស់ខ្ញុំជាមួយកូនស្រីរបស់អ្នកឈុតឆាកស្នេហាវាងកូនស្រីរបស់អ្នកនឹងខ្ញុំមិនប្រកាន់ទេក្នុងការលេងវានៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំមិនប្រកាន់ទេនៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំមិនប្រកាន់ទេក្នុងការលេងរឿងស្នេហារបស់ខ្ញុំជាមួយកូនស្រីរបស់អ្នកនៅចំពោះក្នុងការលេងវានៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំយល់ហើយអ្នកកំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះកូនស្រីខ្ញុំអ៊ីស៊ូមីតើនោះជាការពិតទេខ្ញុំមិនគិតដូច្នេះទេទោះបីជាបុរសទាំងអស់បានស្លាប់ក៏ដោយខ្ញុំមិនចង់បានសម្រាមបែបនេះទេយល់ព្រមខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅថ្ងៃនេះស្ត្រីដូចអ្នកដែលធ្វើពុតជាថ្លៃថ្នូររបៀបដែលនាងឡើងមកលើខ្ញុំនឹងសម្លាប់អ្នកអ្នកទាំងអស់គ្នាចូលក្រឡេកមើលឲ្យបានល្អិតល្អន់ខ្ញុំជាកូនប្រសាររបស់ប្រធានខ្ញុំជាប្រធានសភាពាណិជ្ជកម្មនាពេលអនាគតមានរឿងអ្វីកើតឡើងមិនក៏វាជានាងដល់ពេលហើយដល់ពេលដែលខ្ញុំត្រូវបង្កើតស្នាដៃរបស់ខ្ញុំអនុញ្ញាតឲ្យខ្ញុំព្រះនៃភេសចូលយើងបង្រៀនពួកគេនៅមេរៀនមួយដោះស្រាយវាថាវិការឆ្នាំក្រោយព្រះនៃទ្រព្យសម្បត្តិនឹងប្រទានលុយឲ្យខ្ញុំបន្ថែមទៀតបងប្រុសសាន់រ៉ាយហេតុអ្វីមិនគេងលក់ខ្លះទៅពេលខ្ញុំភ្ញាក់ពីដំណេកខ្ញុំមិនបានរកឃើញអ្នកទេស្រីឆ្កេងញីឲ្យតើអ្នកហ៊ានចាប់ខ្ញុំដោយរបៀបណាតើអ្នកដឹងទេថាខ្ញុំជានរណាឥឡូវនេះខ្ញុំជាស្ត្រីរបស់កូនប្រុសរបស់បុរសមានបំផុតនៅហៃឆេងហ៊ានវាខ្ញុំយ៉ាងម៉េចខ្ញុំជាស្ត្រីរបស់កូនប្រុសរបស់បុរសមានបំផុតនៅហៃឆេងហ៊ានវាខ្ញុំយ៉ាងម៉េចដូច្នេះខ្ញុំមិនមែនជាមនុស្សដែលមានពណ៌បៃតងទេពន្លឺពណ៌បៃតងនៅក្នុងសក់របស់គាត់ខ្ញុំបានងឹតភ្នែកដោយសារវា
ស្រីឆ្កេងញីឲ្យខ្ញុំនឹងវាអ្នកឲ្យស្លាប់បងប្រុសស៊ូយ៉ាងលីវធានមីងនឹងឈ្នះខ្ញុំពីខ្ញុំជាតែស្ត្រីឈួតនេះមកពីណាសូមឲ្យខ្ញុំប្រាប់អ្នករ៉េងខៃមើលឃើញអ្នកជីឃ្យូយហេងអ្នកគិតថាគាត់ពិតជាចូលចិត្តស្រីសំផឹងតើអ្នកចង់រៀបការជាមួយគ្រួសារអ្នកមានទេកុំមានគំនិតវង្វេងស្មារតីលោកលីវឈៀមិងអ្នកបោកប្រាស់ដ៏ល្ងងខ្លៅអ្នកបិទមាត់ទៅអ្នកមិនអាចរៀបការជាមួយគ្រួសារអ្នកមានបានទេបង្កាច់បង្ខូចខ្ញុំមែនទេខ្ញុំបង្ខូចកេរ្តិ៍ឈ្មោះអ្នកសូមក្រឡេកមើលឲ្យបានល្អិតល្អន់ទូរស័ព្ទដៃរបស់ខ្ញុំពេញទៅដោយស្តាំងនៃការបោកប្រាស់របស់អ្នកក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះអ្នករកបានប្រាក់រាប់រយលានដុល្លារពេលមានរឿងអ្វីខុសអ្នកអនុញ្ញាតឲ្យអ្នកក្រោមបង្គាប់របស់អ្នកទទួលខុសត្រូវមិនយូរមិនឆាប់ខ្ញុំនឹងក្លាយជាចំណីកាំភ្លើងធំរបស់អ្នកខ្ញុំអាចនឹងទាញអ្នកចុះទៅជាមួយខ្ញុំក៏បានឲ្យវាមកខ្ញុំពិតជាមិនចង់រស់ទេមែនទេគ្រប់គ្រាន់ហើយសន្តិសុខយាមនេះជារឿងគួរឲ្យអស់សំណើចណាស់ឆ្នាំទាំងអស់នេះនៅក្រោមជ្រមុះរបស់ខ្ញុំអ្នកបានធ្វើរឿងទាំងអស់នេះនៅក្រោមការឃ្លាំមើលរបស់ខ្ញុំលោកប្រធានតើមានអ្វីកើតឡើងនៅទីនេះកុំខឹងខ្លាំងពេកតើនោះមិនមែនជាបរិះមានបំផុតនៅហៃឆេងទេគាត់គឺជាបរិះដែលព្រះភឹសហៅថាយ៉ាងយ៉ាន់ដងដូច្នេះហេតុអ្វីបានជាគាត់ដាក់ថ្នាំឲ្យអ្នកព្រោះគាត់គិតថាប្រសិនបើគាត់កំចាត់អ្នកស្រីអាចក្លាយជាប្រធានសភាពាណិជ្ជកម្មអ្នកមានភាពក្លាហានខ្លាំងណាស់តើអ្នកហ៊ានទទួលយកសភាពាណិជ្ជកម្មដោយរបៀបណាតើអ្នកជានរណាហេតុអ្វីបានជាអ្នកនៅក្នុងបន្ទប់ខ្ញុំជាអ្នកដែលបានប្រាប់អ្នកពីអាតកំបាំងឪពុករបស់យ៉ាងឆែងលោកយ៉ាងយ៉ាដងជាបរិះមានបំផុតនៅហេឆេងនោះហើយជាមូលហេតុដែលគាត់មានទំនុកចិត្តខ្លាំងហើយលីវធានមីងគឺជាម្នាក់ក្នុងចំណោមមនុស្សរបស់ចាងយុនដងអ្នកដែលនៅពីក្រោយលោកលីវឈៀមិងគឺយ៉ាងយ៉ាដងនោះហើយជាអ្វីទាំងអស់ដែលខ្ញុំអាចប្រាប់អ្នកបានត្រូវហើយឈ្មោះរបស់ខ្ញុំគឺព្រះណីភេសត្រូវប្រកាសថាអ្នកចងចាំខ្ញុំបរិះម្នាក់នេះជាមនុស្សវិកលចរិតមែនទេលោកយ៉ាងយ៉ាដងអ្នកទៅតែតាន់ពេលវេលាកូនប្រុសល្អរបស់អូនបង្ខូចកេរ្តិ៍ឈ្មោះកូនស្រីខ្ញុំគ្មានទោសពៃហើយអ្នកចង់ប្រើវាដើម្បីគំរាមកំហែងខ្ញុំលេងពីតំណែងជាប្រធានសភាពាណិជ្ជកម្មអត់មានអីទេគឺលីវធានមីងកូនកំឡោះអើយខ្ញុំបានប្រាប់អ្នកឲ្យស្នាក់នៅផ្ទះញ៉ាំហើយរងចាំស្លាប់មិនអាចក្លាយជាអ្នកចាញ់បានទេហេតុអ្វីបានជាអ្នកត្រូវចេញមកបង្ហាញប៉ាមិនអីទេមីងចូលយើងភ្លេចអំពីកូនប្រុសរបស់អ្នកប៉ុន្តែអ្នកក្រោមបង្គាប់របស់អ្នកតើមានអ្វីកើតឡើងចំពោះលោកលីវធានមីងអ្វីដែលក្រុមហ៊ុនអ្នកមានពេញមួយយប់របស់គាត់គួរឲ្យភ្ញាក់ផ្អើលណាស់វាជាក្រុមហ៊ុនបោកប្រាស់ក្រុមហ៊ុនរបស់គាត់មានទ្រព្យសម្បត្តិច្រើនក្នុងរយៈពេលមួយយប់ក្រុមហ៊ុនបោកប្រាស់គួរឲ្យភ្ញាក់ផ្អើលខ្ញុំមិនដឹងថាមានមនុស្សប៉ុន្មានអ្នកបានបោកប្រាស់ក្នុងឆ្នាំនេះទេនោះជាអ្វីនោះមិនអាចទៅរួចទេលោកប្រធានត្រូវតែមានការយល់ច្រឡំខ្លះខ្ញុំនឹងត្រឡប់ទៅស៊ើបអង្កេតបញ្ហានេះឲ្យបានហ្មត់ចត់លោកយ៉ាងយ៉ាដងអ្នកនឹងលីវធានមីងពិតជាខុសគ្នាមែនយ៉ាងហោចណាស់នៅពេលដែលវាសំខាន់អ្នកនៅតែអាចជួយអ្នកដទៃបានប៉ុន្តែគាត់នឹងបោះបង់ចោលដោយមើងម៉ាត់ប៉ុន្តែជាអកុសលអ្វីទាំងអស់ដែលបានកើតឡើងនៅថ្ងៃនេះខ្ញុំបានផ្សាយផ្ទាល់វាទាំងអស់តើចំណុចនៃការផ្សាយមានន័យអ្វីអ្នកគិតថាអ្នកជាយុទ្ធការធំមួយតើអ្នកអាចធ្វើអ្វីបានទៀតបិទមាត់ទៅល្អចាងយុនដងអ្នកពិតជាមានប្រតិកម្មរហ័សមែនលីវធានមីងអ្នកភ្លេចហើយឬនៅខ្ញុំជាមនុស្សម្នាក់ដែលមានអ្នកគ្រប់គ្រងស្បែកខ្មៅ100លានទោះបីជាអ្នកគ្រប់គ្រងស្បែកខ្មៅនោះក៏ជាចរាចរណ៍របស់មនុស្ស100លានអ្នកផងដែរចៅហ្វាយខ្ញុំខុសហើយចៅហ្វាយជួយសង្គ្រោះខ្ញុំផងឥឡូវនេះអ្វីបានមកដល់ចំណុចនេះហើយខ្ញុំអាចជួយសង្គ្រោះអ្នកដោយរបៀបណាប៉ុន្តែកុំបារម្ភអីគ្រួសាររបស់អ្នកខ្ញុំនឹងមើលថែពួកគេជំនួសអ្នកបាទចាស់សលោកវាជាកំហុសរបស់ខ្ញុំទាំងអស់សូមអភ័យទោសលោកយ៉ាងខ្ញុំត្រូវបានខ្វាក់ភ្នែកដោយខ្លាញ់ជ្រូកបរាជ័យក្នុងការបំពេញតាមការរំពឹងទុករបស់លោកលីវឈៀមិងខ្ញុំពិតជាមិនបានរំពឹងទុកទេអ្នកថែមទាំងបានធ្វើរឿងដ៏អាម៉ាស់បែបនេះក្រុមរបស់ខ្ញុំនឹងមិនដែលអត់អន់ឡើយកណ្ដុររដូចអ្នកនៅក្នុងនោះលោកប្រធានវាជាការធ្វើប្រហែសមួយផ្លែតរបស់ខ្ញុំសូមឲ្យសម្រាមនេះលីឡំគ្នានៅក្នុងក្រុមរបស់យើងសូមដាក់ទោសគាត់ឲ្យខ្ញុំនឹងមិននិយាយអ្វីទាំងអស់យកពូវាទៅឆ្ងាយប្រគល់ជូនលោកអភិបាលក្រុងដើម្បីចាត់ការតាមច្បាប់លោកប្រធានតើខ្ញុំត្រូវបានចាត់ទុកថាជាអ្នកផ្ដល់ព័ត៌មានល្អដែរឬទេលោកប្រធានតើខ្ញុំចាត់ទុកថាជារបាយការណ៍ល្អដែរឬទេលោកកាស៊ីងបើអ្នកជួយខ្ញុំលើកនេះខ្ញុំនឹងត្រឡប់មករកអ្នកវិញ
អ្នកមិនអាចគ្មានបេះដូងបែបនេះទេខ្ញុំគ្មានបេះដូងអ្នកបានធ្វើរឿងជាច្រើនអ្នកបានបោកប្រាស់ខ្ញុំពីអ្វីទាំងអស់ដែលអ្នកបោះខ្ញុំចូលទៅក្នុងទីជ្រៅបំផុតហេតុអ្វីបានជាខ្ញុំមិនឃើញអ្នកទន់ភ្លន់ខ្ញុំគ្មានបេះដូងអ្នកបានធ្វើច្រើនណាស់អ្នកបានបោកប្រាស់ខ្ញុំពីអ្វីទាំងអស់ពេលអ្នកបោះខ្ញុំចូលទៅក្នុងអន្លង់ហេតុអ្វីខ្ញុំមិនបានឃើញបេះដូងរបស់អ្នកទន់ភ្លន់យកវាចុះកុំលោកប្រធានកាស៊ីងកុំធ្វើអីទីបំផុតខ្ញុំទន្ទឹងរង់ចាំថ្ងៃនេះយូរពេកហើយឬឈៀនមីងពេលណាពេលគាត់បោះបង់ចោលតេងជុនខ្ញុំមិនដឹងថាគាត់គិតក៏នឹងខ្លាយជាយ៉ាងយ៉ាន់ដងផងដែរការបោះបង់ចោលបែបនេះការបង្ហាញខ្លួនភ្លាមរបស់វ៉ាងជេឈឹងបំផ្លាញផែនការរបស់ខ្ញុំពីរដង3ដងចាងយុនដងនេះនឹងកាន់តែអាក្រក់ជាងនេះទៅទៀតលោកលីឈៀមីងកូនប្រុសខ្ញុំខ្លាំងពេកហើយអ្នកគាំទ្រស្បែកខ្មៅ100លានអ្នករបស់គាត់ស្ទើរតែខ្លាយជាអ្នកគាំទ្រពិតប្រាកដហើយគាត់មានរឿងនេះប្រធានសភាពាណិជ្ជកម្មអ្នកគាំទ្រ100លានអ្នកវាចិត្តដល់ហើយប្តីទិញផ្ទះមួយខ្នងឲ្យខ្ញុំស្រឡាញ់មេឃរបស់ខ្ញុំអង្គុយបែរមុខទៅទិសខាងជើងខ្ញុំមើលមិនឃើញទ្វារស៊ូខាងត្បូងទេមែនហើយយើងធ្វើអ្នកត្រូវតែមើលសួនផ្លែពេះហើយកន្លែងចតរថយន្តគឺអាណាខ្ញុំនឹងយកវាខ្ញុំនឹងបន្តទៅមុខទៀតពន្ធលើអចលនទ្រព្យខ្ញុំភ្លេចនិយាយជាមួយអ្នកខ្ញុំមកវិញអូយើងព្រះជាម្ចាស់ឲ្យខ្ញុំបានជ្រើសរើសអ្នកឲ្យធ្វើជាទាសករមេងស្លាប់របស់ខ្ញុំព្រោះខ្ញុំដឹងថាអ្នកមានសមត្ថភាពអ្វីប៉ុន្តែឥឡូវនេះអ្នកបានធ្វើឲ្យខ្ញុំបរាជ័យលោកគ្រូសូមជឿខ្ញុំចុះផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតខ្ញុំនឹងមិនអនុញ្ញាតឲ្យគាត់ទេរំខានអ្នកម្ដងទៀតអ្នកគាំទ្រវ៉ាងជេឈឹងថ្ងៃទាំងនេះនឹងមិនតែងតែទេស្នាក់នៅក្បែរគាត់អ្នកត្រូវតែចាប់យកឱកាសនោះយល់ទេបើដូច្នោះហេតុអ្វីយើងមិនទាញយកប្រយោជន៍ពីរឿងនេះអំណាចនៅពីក្រោយគាត់មិនមែនជាមនុស្សធម្មតាទេអ្នកមិនអាចសម្លាប់គាត់បានទេបន្ទាប់មកខ្ញុំនឹងធ្វើឲ្យគាត់បាត់បង់កេរ្តិ៍ឈ្មោះរបស់គាត់ចេញពីហៃឆេងគាត់នឹងមិនរំខានអ្នកទៀតទេបងប្រុសម៉ាកូតូយើងទើបតែទទួលបានសន្តាគារធំជាងគេនៅហៃឆេងនិងក្រុមហ៊ុនម៉ាកយីហោម៉ូតសតវត្សថ្មីយើងបានចុះកិច្ចសន្យាហើយយើងបានចុះហត្ថលេខាលើកិច្ចសន្យារួចហើយរ៉េងយេដងបានផ្ញើការអញ្ជើញមកអ្នកគាត់កំពុងប្រញាប់តើខ្លឹមសារនៃការអញ្ជើញនោះមានអ្វីខ្លះថ្ងៃនេះម៉ោង 4:30 ព្រឹកនៅមជ្ឈមណ្ឌលសន្និបាតហៃឆេងសន្និសីទសារព័ត៌មានមួយនឹងត្រូវធ្វើឡើងតើអ្នកមានគម្រោងទៅទេបាទចាសជាការពិតណាស់ខ្ញុំនឹងចង់ឃើញគាត់លក់អ្វីដែរតើគាត់កំពុងលក់អ្វីខ្ញុំប្រកាសថាអ្នកទាំងអស់គ្នាដឹងពី3ថ្ងៃមុនបុរសរបស់ខ្ញុំលីឈៀមីងត្រូវបានលាតត្រដាងថាជាអ្នកបោកប្រាស់ទីបំផុតឆេងយ៉ាន់ដងនេះហើយអ្វីទៅជារោគនេះជាអ្នកចំណូលថ្មីក្នុងអាជីវកម្មក្នុងពេលជាមួយគ្នានេះក៏ជាអ្នកស្នងតំណែងប្រធានសភាពាណិជ្ជកម្មផងដែរលោកវ៉ាងជេឈឹងវ៉ាងខ្ញុំបានដឹងហើយអ្នកតើអ្នកគ្រប់គ្រងពិតប្រាកដរបស់លីឈៀមីងជានរណាក៏ជាក្រុមខ្លែងបន្លំហេឈឹងផងដែរនៅពីក្រោយដៃខ្មៅអ្នកទំនាក់ទំនងពិតរបស់លីវឈៀមីងក៏ជាក្រុមខ្លែងបន្លំហេឈឹងផងដែរនៅពីក្រោយដៃខ្មៅនេះជាដំណឹងដ៏អស្ចារ្យស្ថានីយ៍ឲ្យលឿនយើងមានចំណងជើងសម្រាប់ថ្ងៃនេះជាអ្វីដែលខ្ញុំបានរងចាំជាយូរមកហើយលោកហ្សេងតើលោកមានភស្តុតាងទេលោកហ្សេងយេដងអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយពីអ្នកមិនអាចមកប្រសិនបើអ្នកមិនមានភស្តុតាងរឹងមាំណាមួយទេកុំបន្ទោសខ្ញុំថាខ្ញុំល្ងងបន្ទាប់មកសូមមើលអេក្រង់ធំនៅពីក្រោយខ្ញុំភស្តុតាងខ្ញុំនឹងបង្ហាញអ្នកម្ដងមួយនេះគឺនៅក្នុងទូរស័ព្ទដៃរបស់លីឈៀមីង1លាន20,000បានសូលីឈៀមីងវឌ្ឍនភាពនៃការក្លែងបន្លំហិរញ្ញវត្ថុនិងកំណត់ត្រាផ្ទេរប្រាក់មួយចំនួនធំតើនេះអាចហៅថាភស្តុតាងបានទេរបស់ប្រភេទនេះអាចត្រូវបានក្លែងបន្លំតាមដែលអ្នកចង់បានខ្ញុំក៏ដឹងពីរបៀបកែរូបភាពដែរកុំបារម្ភអីបន្តស្វែងរកទៀត
មួយនេះវាពិតជាលោកវងមែនប្រសិនបើខ្ញុំពិតជាបានធ្វើវាមែនខ្ញុំមិនទុកឲ្យវាបែបនេះទេអ្វីដែលគេហៅថាផ្ស្តាំងដើម្បីចេញមកត្រូវហើយអ្នកអាចជែកវែកញែកជាមួយរឿងណាមួយនេះបានវ៉ាងកាស៊ីងខ្ញុំនឹងសួរអ្នកនៅសំណួរចុងក្រោយមួយប្រសិនបើអ្នកអាចឆ្លើយបានច្បាស់លាស់បន្ទាប់មកខ្ញុំសារភាពទាំងនេះសុទ្ធតែជាការមិនពិតចំពោះអ្នកល្អបន្តទៅមុខទៀតខ្ញុំចង់ឃើញតើអ្នកមានសំណួរអ្វីខ្លះខ្ញុំមិនអាចឆ្លើយបានទេយល់ពមសូមឆ្លើយមកខ្ញុំផងហើយអ្នកដទៃទៀតទាំងអស់លោកវ៉ាងកាស៊ីងតើអ្នកទទួលបានប្រាក់ទាំងអស់នេះដោយរបៀបណាតើអ្នកទទួលបានប្រាក់ទាំងអស់នេះដោយរបៀបណាកន្លះខែមុនអ្នកធ្លាប់ជាអ្នកកោយ៉ាងម៉េចដែរយប់មិញអ្នកមានលុយចាយតើខ្ញុំអាចសួរបានទេថាអាជីវកម្មប្រភេទអ្វីអាចធ្វើឲ្យអ្នកពេញមួយយប់លុយច្រើនណាស់អូតែខ្ញុំនិយាយថាវាមកពីព្រះពួកគេនឹងមិនដែលជួខ្ញុំឡើយត្រូវហើយចំណាយប្រាក់ $1000 លានដើម្បីទិញក្រុមហ៊ុនបុតសម្ព័ន្ធផ្ទាល់ខ្លួនដោយមធ្យោបាយធម្មតាវាមិនអាចទៅរួចទេដែលមានលុយច្រើនម្លេះលោកវ៉ាងសូមពន្យល់ពីប្រភពលុយផងលោកវ៉ាងកាស៊ីងខ្ញុំដឹងថាអ្នកជាក្មេងកំព្រាអ្នកបានរស់នៅក្នុងជីវិតដ៏លំបាកមួយប៉ុន្តែអ្នកមានដៃនិងជើងហេតុអ្វីបានជាអ្នកមិនអាចខំធ្វើការដើម្បីរកលុយហើយក្លាយជាមនុស្សបោកប្រាស់វ៉ាងកាស៊ីងចេញពីហៃឆេងលោកវ៉ាងកាស៊ីងទីបំផុតយើងបានរកឃើញអ្នកហើយអ្នកគឺជាអ្នកដែលបានបោកប្រាស់យើងលុយដែលយើងរកបានដោយលំបាកទាំងអស់វ៉ាងកាស៊ីងតើអ្នកនៅតែជាមនុស្សមែនទេអ្នកថែមទាំងបានបោកប្រាស់ប្រាក់សោធននិវត្តន៍របស់មនុស្សចាស់អ្នកមិនដែលចាស់ទេតើអ្នកមានសតិសម្បជញ្ញៈតតែសោះឬតើអ្នកកំពុងនិយាយអំពីអ្វីតើខ្ញុំបោកលុយអ្នកពីពេលណាអ្នកនៅតែកុហកខ្ញុំបានថតវីដេអូរបស់អ្នកនឹងខ្ញុំបានថតវាទាំងអស់ហើយលោកយ៉េងអ្នកយកព័ត៌មានសូមក្រឡេកមើលឲ្យបានល្អលោកយ៉េងអ្នកយកព័ត៌មានសូមក្រឡេកមើលឲ្យបានល្អកុំបារម្ភអីអ្វីដែលអ្នកបានទិញគឺពិតជាកំណប់ទ្រព្យជាតិមែនអ្នកឯកាដេញថ្លៃខ្ញុំនឹងជួយអ្នកឲ្យទទួលបានតម្លៃដ៏អស្ចារ្យជឿខ្ញុំតើអ្នកអាចនិយាយអ្វីទៀតអ្នកបាននិយាយថារូបថតនោះคล้ายតើវីដេអូនេះអាចត្រូវបានក្លែងបន្លំបានទេតើជនរងគ្រោះទាំងនេះคล้ายដែរទេខ្ញុំមិនដែលឃើញអ្នកនៅលើវីដេអូទេហេត្រូវតែមានអ្វីមួយខុសនៅទីនេះបណ្ដេញគាត់ចេញពីហៃឆេងដរាបណាវងជាឈឹងត្រូវបានបណ្ដេញចេញពីហេឆេងគាត់នឹងមិនត្រឡប់មកវិញទេគាត់នឹងមិនឈររារាំងផ្លូវរបស់ម្ចាស់ម្ដងទៀតទេតើអ្នកណាហ៊ានបណ្ដេញកូនប្រុសរបស់ខ្ញុំតើអ្នកណាហ៊ានបណ្ដេញកូនប្រុសរបស់ខ្ញុំលោកយ៉េងយេដងតើអ្នកចង់លេង Face Swap ជាមួយខ្ញុំទេបន្ទាប់មកខ្ញុំនឹងប្រើអំណាចនៃស្ថានសួគ៌នឹងបង្កើតព្រះម្ចាស់ស្រីនៃទីក្រុងគុំធ្វើដោយមិនដឹងខ្លួនយើងអាចសុំឲ្យព្រះនៃទ្រព្យសម្បត្តិធ្វើអ្វីមួយអំពីវាកូនប្រុសលោកគ្រូតើលោកគ្រូកំពុងធ្វើអ្វីនៅទីនេះចង្រៃឯងនឹងខ្ញុំតែងតែមានបញ្ហាជាមួយអ្នកជាកាកសំណល់គ្រួសារអ្នកទាំងមូលសុទ្ធតែជាសម្រាមមានរឿងអ្វីកើតឡើងកូនប្រុសរបស់ខ្ញុំអ្នកត្រូវបានគេធ្វើបាបម៉ាក់នៅទីនេះដើម្បីគាំទ្រអ្នកតើខ្ញុំទទួលបានម៉ាក់នៅពេលណាហើយជាចៅហ្វាយក្រុងស្ត្រីម្នាក់មានរឿងអ្វីកើតឡើងនៅទីនេះតើអ្នកមិនចង់ដឹងទេតើគាត់បានលុយនោះមកពីណាខ្ញុំបានឲ្យវាទៅគាត់ចុះបើអ្នកជាម្ចាស់ក្រុងវិញគាត់បានបោកប្រាស់យើងយកលុយយើងទៅយល់ពីរឿងនោះដោយរបៀបណាចៅហ្វាយក្រុងតើអ្នកចង់បំផិតបំភ័យអ្នកដទៃទេទោះបីជាអ្នកមានអំណាចក៏ដោយប៉ុន្តែអ្នកមិនអាចបញ្ឈប់មនុស្សមិនឲ្យនិយាយបានទេកុំបារម្ភអីខ្ញុំនឹងសម្រេចចិត្តជំនួសអ្នកចេញពីហៃឆេងកុំប្រកែកអីគ្រួសារយើងមានលុយច្រើន
មិនចាំបាច់មានការបោកប្រាស់ទេលោក Zheng Yedong អ្នកនឹងជាប់គុកពីបទក្លែងបន្លំភស្តុតាងការក្លែងបន្លំលោក Zheng Yedong អ្នកពិតជាមិនហ្មត់ចត់ដូចដែលអ្នកគួរធ្វើនោះទេវាត្រូវបានគេស្គាល់យ៉ាងច្បាស់នៅលើខ្លួនខ្ញុំមានស្នាមប្រេះពីកំណើតតែមួយគត់ប៉ុន្តែ Wang Jiecheng នៅក្នុងវីដេអូគាត់មិនមានវាទេវាជាការពិតភស្តុតាងទាំងនេះសុទ្ធតែคล้ายៗបន្ទាប់មកអ្នកណាជាអ្នកធ្វើវីដេអូជាមួយខ្ញុំតើគាត់ជានរណាលោកអើយអ្នកពិតជាមិនមែនជាលោកស្រីអភិបាលក្រុងទេអ្នកបាននិយាយថាវីដេអូរបស់ខ្ញុំត្រូវបានคล้ายៗបន្ទាប់មកខ្ញុំក៏បាននិយាយអ្នកគឺជាចៅហ្វាយក្រុងคล้ายៗតើអ្នកមានភស្តុតាងអ្វីខ្លះភស្តុតាងដែលបង្ហាញថាអ្នកជាចៅហ្វាយនាយខ្ញុំមិនមែនជាម្ចាស់ក្រុងទេខ្ញុំនៅតែជាម៉ាក់របស់អ្នកសប្តាហ៍ថ្ងៃនេះបច្ចេកវិទ្យាវះកាត់កែសម្ផស្សវាជឿនលឿនណាស់អ្នកគឺជាស្រីពេស្យាដែលបានធ្វើឲ្យអ្នកក្លាយជាម្ចាស់ទីក្រុងវាហាក់ដូចជាមិនមែនជាបញ្ហាទេអ្នកណានិយាយការពិតសន្តិសុខយាមចាប់ខ្លួនជនបោកប្រាស់នេះឲ្យបានកុំរើតើអ្នកណាហ៊ានប៉ះកូនប្រសារស្រីរបស់ខ្ញុំតើអ្នកណាហ៊ានប៉ះកូនប្រសារស្រីរបស់ខ្ញុំហើយកូនប្រុសរបស់ខ្ញុំព្រះម្ចាស់នៃទីក្រុងអាចជាខ្លែងខ្លាយតែខ្ញុំក៏ជាអ្នកខ្លែងខ្លាយដែរឬតើនេះជាបរិះមានបំផុតនៅលើពិភពលោកមែនទេមហាសេដ្ឋីអាចកំបាំងនៅកំពូលតារាងបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល10ឆ្នាំគាត់បានត្រឡប់មកកន្លែងកើតហេតុវិញហើយគាត់មិនត្រឹមតែជាបរិះមានបំផុតនៅលើពិភពលោកប៉ុណ្ណោះទេគាត់ក៏ជាស្វាមីរបស់ចៅហ្វាយក្រុងស្រីម្នាក់ដែរប្រសិនបើគាត់បង្ហាញខ្លួនវាមិនអាចជាការកុហកទេមែនទេហានីចូលមកថ្ងៃនេះខ្ញុំមានរឿងមួយចង់ប្រាប់អ្នកទាំងអស់គ្នាលោក Wang Jiecheng គាត់ជាកូនប្រុសរបស់ព្រះម្ចាស់នៃទីក្រុងនឹងខ្ញុំជាកូនប្រុសរបស់អុកញ៉ាម្នាក់ខ្ញុំមានតម្រុយមួយយ៉ាងយាដងគ្រប់គ្រងក្រុមហ៊ុនរាប់រយដែលក្លែងបន្លំតាមរយៈការក្លែងបន្លំតាមខ្សែនិងក្រុងការពីរ៉ាមីតគាត់បានប្រព្រឹត្តបទឧក្រិដ្ឋរាប់ម៉ឺនករណីលោកយ៉ាងយាដងមិនត្រឹមតែបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនប៉ុណ្ណោះទេគាត់ថែមទាំងព្យាយាមអូសទាញកូនប្រុសខ្ញុំធ្វើជាអ្នកចាក់ពីក្រោយទៀតផងទោះបីជាអ្នកស្លាប់ដល់មិនអាចបំបត្តិការស្រេកឃ្លានសងសឹករបស់ខ្ញុំដើម្បីប្រាប់អ្នកពីការពិតឆ្មាំហេឆឹងកំពុងនៅតាមផ្លូវរបស់ពួកគេអ្នករួចរាល់ហើយអ្នកទាំងពីរមិនគួរចេញដំណើរទេតើអ្នកកំពុងធ្វើអ្វីបាទចាស់សលោកខ្ញុំបានធ្វើវាប៉ុន្តែគ្មានអ្វីដែលអ្នកអាចធ្វើបានអំពីវាទេចុះបើខ្ញុំជាម្ចាស់ក្រុងវិញចុះបើអ្នកជាបរិះមានបំផុតនៅលើពិភពលោកវិញអ្នកគ្រាន់តែជាមនុស្សប៉ុណ្ណោះយើងពិតជាមិនមែនគ្រាន់តែជាមនុស្សស្លាប់ធម្មតាគាត់រំខានម្លេះចាប់គាត់ទៅតើអ្នកកំពុងនិយាយអំពីអ្នកណាអ្នកពិតជាមនុស្សដែលពិបាកចិត្តណាស់ហានីមិនអីទេខ្ញុំនឹងបង្ហាញអ្នកតើអ្នកណាជាអំណាចពិតប្រាកដនៅពីក្រោយខ្ញុំលោកគ្រូបង្ហាញខ្លួនអ្នកលោកគ្រូចេញមកលោកគ្រូមានរឿងអ្វីកើតឡើងចាងយុនដងមិនឈួតទេមែនទេតើអ្នកវីគាត់ចំក្បាលទេបាទចាសអ្នកទាំងពីរកំពុងធ្វើអ្វីចាប់គាត់ព្រះនៃទ្រព្យសម្បត្តិដ៏អាក្រក់ខ្ញុំជាអ្នកបម្រើដ៏ស្មោះត្រង់បំផុតរបស់អ្នកកុំសម្លាប់ខ្ញុំចេញមកឥឡូវនេះអ្នកដឹងហើយចៅហ្វាយនៅពីក្រោយខ្ញុំជាព្រះនៃទ្រព្យសម្បត្តិអាក្រក់ខ្ញុំក៏ចង់ទៅឋានសួគ៌ដែរនាងបានសន្យាជាមួយខ្ញុំមិនយូរប៉ុន្មានយើងនឹងសម្អាតក្រុមក្លែងបន្លំហ្សែងយេដងនឹងផ្ដល់យុទ្ធធម៌ដល់ជនរងគ្រោះដូច្នេះហៃឆេងនឹងមិនមានការក្លែងបន្លំឡើយល្អឪពុកម្ដាយរបស់ខ្ញុំគឺជាមនុស្សដែលមានជាងគេបំផុតនៅលើពិភពលោកវាមិនពិតទេមែនទេកូនប្រុសរបស់ខ្ញុំអ្នកបានរងទុក្ខវេទនាជាច្រើននៅលើផែនដីអ្នកនឹងត្រឡប់មកផ្ទះវិញជាមួយម៉ាក់ឆាប់នេះឥឡូវនេះប៉ុន្តែម៉ាក់មានរឿងសំខាន់មួយទៀតមានមួយទៀតសំខាន់ជាងបាទចាស់សលោកស្រីកូនប្រុសម៉ាក់នឹកអ្នកខ្លាំងណាស់អត់មានអីទេអត់មានអីទេអ្នកបាននិយាយថាអ្នកជាឪពុកម្ដាយរបស់ខ្ញុំតើអ្នកមិនបានរកខ្ញុំទេបាទចាស់សយើងបានស្វែងរកអ្នកអស់ហើយយើងបានស្វែងរកអ្នកអស់រយៈពេល30ឆ្នាំមកហើយប៉ុន្តែយើងមិនទាន់រកឪពុកម្ដាយរបស់ខ្ញុំជាម៉ាក់របស់អ្នកកូនប្រុសអ្នកមានអាឡែស៊ីនឹងផ្លែប៉េះស្បៃក្តោប
អ្នកទាត់ភួយចេញពីក្រែនៅពេលយប់អ្នកចូលចិត្តវានៅពេលភ្លៀងធ្លាក់អ្នកចូលចិត្តសំឡេងភ្លៀងគ្រប់គ្រាន់ហើយតើអ្នកនៅណាក្នុងរយៈពេលប៉ុន្មានឆ្នាំបាននិយាយថាអ្នកកំពុងស្វែងរកខ្ញុំថាខ្ញុំនៅម្នាក់ឯងខ្ញុំរស់នៅម្នាក់ឯងដោយធ្លាប់មនុស្សនិយាយអ្វីខ្លះអំពីខ្ញុំនៅម្នាក់ឯងវាពិបាកណាស់ខ្ញុំគ្រាន់តែនិយាយទេហើយអ្វីបានជាអ្នកមិនចាប់ផ្ដើមអាជីវកម្មអ្នកស្នាក់នៅទីនេះចូលយើងចាប់ផ្ដើមអាជីវកម្មហេប៉ាម៉ាក់ចាសខ្ញុំស្រឡាញ់អ្នកហេកូនប្រុសប៉ាក៏ស្រឡាញ់អ្នកដែរបញ្ហាកាន់តែធំមួយបានកើតឡើងនាងនៅទីនេះនៅពេលដែលនាងមិនគួរនៅទីនេះកូនប្រុសស្រីឆ្កេញីលោកហ្សេងយេដងអ្នកធ្វើបានល្អហើយប៉ុន្តែខ្ញុំលែងត្រូវការអ្នកទៀតហើយដរាបណាមានការបោកប្រាស់នៅលើផែនដីខ្ញុំនឹងមានការផ្គត់ផ្គង់ថាមពលជាប្រចាំខ្ញុំបានឈានដល់ចំណុចកំពូលរបស់ខ្ញុំហើយឥឡូវនេះថ្ងៃដែលខ្ញុំចង់បានទីបំផុតបានមកដល់ហើយមួយខែមុនខ្ញុំនៅតែជាបុរសម្នាក់ដែលត្រូវបានបងប្រុសរបស់គាត់របស់ខ្ញុំបានបោកប្រាស់លុយខ្ញុំដោយបងប្រុសនិងមិត្តស្រីរបស់ខ្ញុំឥឡូវនេះខ្ញុំមិនត្រឹមតែទទួលបានជោគជ័យនិងល្បីល្បាញសូម្បីតែមនុស្សដែលធ្លាប់បោកប្រាស់ខ្ញុំពីមុនខ្ញុំទទួលបានអ្វីដែលខ្ញុំសំនឹងទទួលបានពាក្យថាវុសភមង្គលមិនដែលអស្ចារ្យបែបនេះទេយើងនឹងក្លាយជាអ្នកមានម្ដងទៀតចាសុងជីតាកំពុងធ្វើអ្វីលោកលីវលៀងបានមកវិនិយោគតើគាត់បាននិយាយថាគាត់នឹងវិនិយោគវិញ3 ដងនេះមិនមែនទេលុយបញ្ចាំផ្ទះរបស់យើងនេះខ្ញុំបានវិនិយោគវាដើម្បីរកលុយបានច្រើនតើរឿងនេះបានកើតឡើងដោយរបៀបណាលោកហ្សេងយេដងត្រូវបានចាប់ខ្លួនទេតើមានអ្វីកើតឡើងចំពោះការបោកប្រាស់ភ្លេចដេងច័ន្ទហើយឬនៅហើយអ្វីបានជាអ្នកដាក់បញ្ចាំផ្ទះនោះតើតេងជុនជានរណាតេងជុនគឺជាមិត្តរួមថ្នាក់របស់ខ្ញុំបានព្យាយាមបោកប្រាស់អ្នកយកលុយរបស់គាត់ហើយចាប់ខ្លួនគាត់លោកវ៉ងដេខ្វានចៅប្រុសដែលអ្នកបានរើសគាត់ជាមនុស្សកំសាកគាត់ជំពាក់បំណុលគេគាត់កំពុងពឹងផ្អែកលើលុយរបស់អ្នកវាដូចជាខ្ញុំធ្លាប់បានរើវាទាំងអស់ពីមុនមកជីឆេងតើកាត់របស់ខ្ញុំនៅណាកាត់របស់ខ្ញុំដែលមានមាសទាំងអស់នៅលើវាហើយការបូបលុយរបស់ខ្ញុំតើកាត់របស់ខ្ញុំនៅណាកាត់របស់ខ្ញុំសុទ្ធតែមាសតើការបូបលុយខ្ញុំនៅណាហេអេលីនខ្ញុំនឹងហើយប៉មយាមសូមអភ័យទោសខ្ញុំមិនស្គាល់អ្នកទេខ្ញុំឈ្មោះវ៉ាងកាស៊ីងខ្ញុំជាអ្នកដែលបានប្រាប់អ្នកដែលប្រាប់អ្នកថាអ្នកត្រូវបានគេសម្លាប់នៅក្នុងទ្រុងជ្រូកបងប្រុសជីតាត្រូវបានលោកលីវលៀងបានបោកប្រាស់គាត់ឲ្យអស់លុយទាំងអស់ហេបងប្រុសប្រពន្ធជៀនតើអ្នកចាំព្រះអាក្រក់នៃទ្រព្យសម្បត្តិទេបាត់ចាស់សខ្ញុំចង់ស្នេហាដំបូងរបស់អ្នកទេខ្ញុំមិនចូលចិត្តទេថ្មីនេះខ្ញុំបានគិតអំពីនាងដោយហេតុផលខ្លះខ្ញុំដឹងថាមានរឿងអ្វីផ្សេងទៀតកំពុងកើតឡើងរវាងអ្នកទាំងពីរខ្ញុំបន្តិចមើលហើយការភ្ជាប់ត្រូវបានខ្ញុំគិតយ៉ាងណាចំពោះនាងដោយសារអ្វីខ្ញុំគិតអំពីនាងអ្វីតបស្នងមកខ្ញុំវិញការសងសឹកព្រោះពេលយើងបែកគ្នាយើងធ្លាប់បែកបាក់គ្នាយ៉ាងវេទនាមិនអីទេតើខ្ញុំអាចតបស្នងអ្នកវិញដោយរបៀបណាវាជាការពិតវាជាយូរមកហើយវាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះទឹកឃ្មុំតើអ្នកមានអារម្មណ៍បែបនេះទេវាហាក់ដូចជាយើងថ្មីនេះយើងភ្លេចរឿងសំខាន់មួយណាស់វាហាក់ដូចជាយើងថ្មីនេះយើងភ្លេចរឿងសំខាន់មួយណាស់អ្វីមួយខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំភ្លេចអ្វីមួយតែខ្ញុំមិនអាចចាំបានទេតើអ្នកអីហេអ្នកទាំងពីរពិតជាមិនអីទេនោះជាកូនល្អម្នាក់អ្នកទាំងពីរមិនអីទេលើនេះល្អសម្រាប់អ្នកនេះអណ្ដែតពិភពលោកនឹងមិនប្រសើរឡើងទៀតទេវានឹងមិនប្រសើរឡើងសម្រាប់ខ្ញុំទេ
ម៉ាក់និងប៉ាខ្ញុំមិនបានដឹងថាខ្ញុំបានធ្វើដំណើរតាមទូគមនាគមន៍មកទីនេះទេតើអ្នកជានរណាខ្ញុំគិតថាខ្ញុំមិនបានសុបិនទេនេះជាការពិតទាំងអស់អ្នកមិនស្គាល់ខ្ញុំទេអ្នកធ្វើអ្នកមិនគិតដូច្នេះទេមែនទេមិនក៏អ្នកមិនអាចស្គាល់ខ្ញុំជាកូនប្រុសរបស់អ្នកខ្ញុំមានអាឡែស៊ីនឹងផ្លែប៉េះខ្ញុំចូលចិត្តភ្លៀងព្រោះខ្ញុំចូលចិត្តសំឡេងភ្លៀងហើយខ្ញុំចូលចិត្តគោគម្របខ្ញុំជាកូនប្រុសរបស់អ្នកកូនប្រុសសំឡេងខ្ញុំភ្លេចពិភពលោកហើយភ្លេចខ្លួនឯងប៉ុន្តែខ្ញុំមិនអាចបំភ្លេចសាច់នេះបានទេសាច់មួយដុំនេះដែលធ្លាក់ចេញពីខ្លួនខ្ញុំសំឡេងខ្ញុំជាមនុស្សល្ងងខ្ញុំស្ទើរតែភ្លេចអំពីអ្នកកូនប្រុសប៉ាអ្នកទាំង3ពិតជាពិបាកសម្លាប់ណាស់ព្រះនៃទ្រព្យសម្បត្តិដ៏អាក្រក់វាពិតជាកំហុសរបស់អ្នកពួកឯងល្ងងណាស់ភ្នែកនឹងត្រចៀកដ៏ឆ្លាតវៃអ្នករកមិនឃើញសំបីតែមនុស្សស្លាប់អ្នកមិនគិតថាវាចម្លែកទេអ្នកជាអ្នកដែលលួចកូនប្រុសរបស់ខ្ញុំហើយអ្វីបានជាអ្នកធ្វើបែបនោះវាមិនមែនដោយសារតែអ្នកបានបោះបង់ចោលគាត់សេចក្តីស្អប់កើតចេញពីសេចក្តីស្រឡាញ់ប៉ុន្តែអ្នកមិនមានមន្តស្នេហ៍ដូចគ្នាទេអ្នកមិនមានភាពតាក់ទាញដូចសពថ្ងៃនេះទេខ្ញុំស្អប់អ្នកណាស់ប៉ុន្តែអ្វីដែលខ្ញុំស្អប់ជាងនេះទៅទៀតហើយអ្វីបានជាពិភពលោកគោរពបូជាអ្នកប៉ុន្តែមិនមែនខ្ញុំទេហើយអ្វីបានជាពិភពលោកគោរពបូជាអ្នកប៉ុន្តែមិនមែនខ្ញុំទេអ្នកបានប្រែក្លាយពិភពលោកទៅជាថាអ្វីបានជាពិភពលោកគួរគោរពបូជាអ្នកពិភពលោកគួរតែដូចនេះវាដូចជាសពថ្ងៃនេះដែរដែលអ្នកខ្សោយកំពុងស៊ីអ្នកខ្លាំងហើយអ្វីអ្នកមិនឲ្យខ្ញុំជំនួសកន្លែងរបស់អ្នកថ្ងៃនេះខ្ញុំនឹងទៅជំនួសឋានសួគ៌ខ្ញុំជាឋានសួគ៌ខ្ញុំនឹងជំនួសកន្លែងរបស់អ្នកហើយក្លាយជារបស់ពិភពលោកព្រះតែមួយគត់ក្នុងលោកក្តីស្រមៃនៃសុភមង្គលអ្នកបានធ្វើឲ្យពិភពលោកវញ៉េញ៉ៃតើអ្នកចង់ឲ្យមនុស្សគ្រប់គ្នាកោតសរសើរទេអ្នកនឹងត្រូវគេប្រមាថតែប៉ុណ្ណោះពិតមាត់ម៉ាក់និងប៉ារូបកាយមាសរបស់អ្នកវាមិនល្អទេអំណាចរបស់នាងឥឡូវនេះខ្លាំងពេកហើយម៉ាក់ប៉ាម៉ាក់ប៉ាកូនប្រុសក្មេងប្រុសខូបកំណើតបានតាមទាន់ពេលចុងក្រោយកូនប្រុសបានវិលត្រឡប់ទៅកាន់ឋានសួគ៌អមតៈវិញហើយលុតជង្គង់ចុះលុតជង្គង់មានរឿងអ្វីកើតឡើងខ្ញុំមិនអាចគ្រប់គ្រងរាងកាយរបស់ខ្ញុំបានទេចាប់ពីពេលនេះទៅខ្ញុំជាម្ចាស់របស់អ្នកលោកគ្រូនេះគឺជាសមត្ថភាពដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពអមតៈពាក្យនោះគឺច្បាប់ព្រះនៃទ្រព្យសម្បត្តិអាក្រក់អ្នកបានធ្វើអំពើអាក្រក់ច្រើនណាស់អ្នកបានបង្កបញ្ហាជាច្រើននៅក្នុងពិភពលោកថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកអំណាចពិតមិនមែនមកពីគំនិតអាក្រក់ទេអំណាចរបស់ខ្ញុំព្រះរបស់យើងផ្អែកលើសិលធម៌នេះជាសិលធម៌មិនថាជាមនុស្សឬព្រះទេឫសគល់នៃអ្វីទាំងអស់គុណធម៌គឺជាឫសគល់នៃអ្វីទាំងអស់ការបណ្ដុះគុណធម៌គឺជាមូលដ្ឋានគ្រឹះអ្នកមិនមែនជាព្រះទេអ្នកគឺជាអារក្សខ្ញុំមិនចង់មានការបោកប្រាស់ទៀតទេនៅក្នុងលោកនេះខ្ញុំមិនចង់បានអ្នកដើរតាមអ្នកទៀតទេម៉ាក់និងប៉ាស្វាមី
ម៉ាក់និងប៉ាអ្នកជាកូនប្រុសរបស់ខ្ញុំព្រះនៃសំណាងអាក្រក់គាត់បានបាត់បង់ទ្រព្យសម្បត្តិច្រើនណាស់ចូលយើងផ្ដល់ឲ្យប្រជាជនសូមឲ្យភ្លៀងមាសធ្លាក់មកលើប្រជាជនខ្ញុំនឹងចូលរួមជាមួយអ្នកទ្រព្យសម្បត្តិដ៏ធំបែបនេះជីតាមើមានមួយនៅទីនោះដែរអស្ចារ្យណាស់វាហាក់ដូចជាប្រជាជនបានទទួលសំណាងរបស់យើងវាជាពរជ័យមួយដែលនឹងស្ថិតស្ថេរយូរអង្វែងសូមឲ្យប្រជាជននៅលើពិភពលោកសូមឲ្យប្រជាជនទាំងអស់នៅលើពិភពលោកសូមឲ្យហោប៉ៅរបស់ពួកគេកាន់តែសម្បូរបែបសូមឲ្យជីវិតរបស់ពួកគេរីកចម្រើនសូមឲ្យគ្មានការបោកប្រាស់ទាបទេនៅក្នុងពិភពលោកសូមជូនពរអ្នកទាំងអស់គ្នាឲ្យរកចំណូលបានច្រើនចំណាយដោយទំនុកចិត្តរកលុយបានច្រើន